ប៉ាកូនចង់ញ៉ាំការ៉េមចាំប៉ាលក់អស់នេះសិនទើបមានលុយទិញឲ្យកូនឃើញទេកូនស្រីចង់ញ៉ាំការ៉េមតែប៉ុន្មានរៀលសោះចៅសុយគ្មានលុយទិញឲ្យផងម៉ាក់ម៉េចក៏និយាយបែបនេះនៅមុខគេនរណាជាអ្នកក្រៅប៉ាកុំតែជីដាងប់តែហោងរបស់នាងបង្ខំឲ្យនាងរៀបការជាមួយអាខ្វាក់ក្រីក្រនេះម្លេះសំនៀងคล้ายជាកូនប្រសារផ្ទះសេដ្ឋីយន្តបាត់ទៅហើយអ៊ំស្រីនិយាយត្រូវណាស់អាចរៀបការជាមួយកូនស្រីត្រកូលលីទើបជាសំណាងរបស់ខ្ញុំម៉ាក់កូនចង់ញ៉ាំការ៉េមក្មួយស្រីចាំពូខ្លាយជាប៉ាថ្មីរបស់ក្មួយចង់ញ៉ាំការ៉េមប៉ុន្មានដងក៏បានដែរមិនព្រមស្ដាប់ចង់សាក់រឹងមែនទេទីនេះគ្មានកន្លែងឲ្យឯងនិយាយទេទៅជាមួយខ្ញុំម៉ាក់ជួយផងខ្ញុំមិនត្រូវការលោកទេនេះជាលិខិតលែងលេះនិងលិខិតផ្ដាច់ទំនាក់ទំនងឪពុកកូនអញរើសមួយទៅអត់ទេខ្ញុំអត់យកទេក្មេងនេះកុំធ្វើបាបម៉ាក់ខ្ញុំកុំវីកូនខ្ញុំអាចឈួតកូនខ្ញុំអាចនឹងស្លាប់ទេជីវិតថោកទាបមួយស្លាប់ក៏ស្លាប់ទៅលោកគ្រូពេទ្យអ្នកជំងឺកំពុងសង្គ្រោះបន្ទាន់បញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមចិត្តស្លាប់ទៅហើយនៅចង់អស់លុយទៀតមនុស្សចិត្តស្លាប់ទៅហើយម៉េចមិនចេញសម្បត្តិមរណភាពទៅធ្វើស្អីនឹងណែមនុស្សរស់សោះឯងចេញសម្បត្តិមរណភាពបើមានសម្បត្តិមរណភាពនេះចំណងអាពាហ៍ពិពាហ៍របស់គេនឹងឈីងនឹងរលុបដោយស្វ័យប្រវត្តិសៀវវាងបានហើយចៅហ្វាយវ័យក្មេងបានហើយចៅហ្វាយដឹងខ្លួនហើយទោះក្បាលចៅហ្វាយត្រូវគេវាយប៉ុន្តែវាបានប៉ះចំកន្លែងឈាមកប់តែសង្កត់សរសៃភ្នែកជាច្រើនឆ្នាំមកហើយភ្នែកចៅហ្វាយអាចមើលឃើញវិញហើយភ្នែកចៅហ្វាយសង្គ្រោះបានហើយឲ្យរងទុកទៀតហើយខ្ញុំនឹងតបស្នងនាងវិញស្អីគេទ្រព្យសម្បត្តិរបស់តាចាស់នោះគួរតែមានចំណែកខ្ញុំដែរប្រគល់ឲ្យខ្ញុំទាំងអស់នេះជាអ្វីដែលលោកម្ចាស់ចាស់សរសេរពេលចៅហ្វាយចាក់ចេញពីផ្ទះក្រៅពីលុយ 1000 លានរបស់ចៅហ្វាយមុខជំនួញត្រកូលនៅលីនជាងទាំងអស់សុទ្ធតែជារបស់ចៅហ្វាយគួរតែត្រឡប់ទៅផ្ទះវិញហើយទីនោះមិនមែនជាផ្ទះខ្ញុំទៀតទេពេលនេះកន្លែងណាដែលមានឈីងនិងយីជឺទើបជាផ្ទះរបស់ខ្ញុំខ្មោចលងប៉ាបងបើខ្ញុំត្រឡប់មកវិញហើយប្រពន្ធកូនខ្ញុំមិនបាច់រំខានលោកមើលថែទេស្ដាយណាស់យើងស្មានតែឯងស្លាប់មែនទែនសម្បត្តិមរណភាពចេញហើយចំណងអាពាហ៍ពិពាហ៍ក៏រលីដែរដូច្នេះនាងលែងជារបស់ឯងហើយចុះបើមិនស្លាប់យ៉ាងម៉េចក្អែកមិនអាចប្រៀបនឹងហង្សបានទេអ្នកណាហានឈានចូលផ្ទះនាងទៀតលោកយាយប្រាប់ហើយគាត់គ្មានចំណាប់អារម្មណ៍រឿងពួកឯងទេថ្ងៃនេះមកចម្បងគឺចង់ពិភាក្សារឿងបែងចែកភាគហ៊ុនរឿងបែងចែកគឺសាមញ្ញណាស់អ្នកណាអាចយកគម្រោងសហការជាមួយក្រុមហ៊ុនសៀវធាននិងដោះស្រាយបញ្ហាកង្វះទុនរបស់ក្រុមហ៊ុនលីបានអ្នកនោះគឺជាម្ចាស់ភាគហ៊ុនធំបំផុតលោកយាយលីខ្ញុំទើបតែស្គាល់ប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនសៀវធានប្រហែលជាអាចជួយបាន
លោកមិនមែនជាមនុស្សតកូលីទេ ចង់ក្លាយជាមនុស្សតកូលីពិបាកណាស់មែនទេមិនបាច់ទេរឿងត្រកូលីយើងខ្ញុំដោះស្រាយខ្លួនឯងបានថ្ងៃស្អែកចាំមើលលទ្ធផលនៅក្រុមហ៊ុនសៀវធានប្រពន្ធសម្លាញ់តោះ ហាហាហាឯងគ្រាន់តែជាអាខ្វាក់ធ្វើស្អីបាននេះកូនស្រីរបស់បងស្រី ឈីងឈីង ជួយលើកខ្ញុំឡើងផងសំណាងហើយដែលឯងជាអាខ្វាក់ឯងអា ចាំបន្តិចទៀតខ្ញុំប្រាប់ណាណាកើតអីបងស្រីយើងចាញ់បោកគេហើយចៅស៊ុយមិនបានខ្វាក់ទេស្អីគេ មិនក៏បងកុហកអូនបងមិនបានកុហកទេឈីងឈីងស្ដាប់បងបកស្រាយសិន មនុស្សគ្រប់គ្នាក្នុងផ្ទះនេះបងលាក់បាំងខ្ញុំរហូតរឿងកិច្ចសន្យាក្រុមហ៊ុនសៀវធានក៏ដោយសារលោកនិងអ្នកផ្សេង បងលោកឈិនថ្ងៃស្អែកខ្ញុំទៅក្រុមហ៊ុនពួកគេអញ្ជើញពិសាតែអរគុណ ណែចាំសិនហាលោកប្រធានឈិនប្រាប់ថានៅទីណាលោកនិងប្រធានពួកយើងមានទំនាក់ទំនងអ្វីនឹងគ្នា ខ្ញុំជាជំនួយការ ស្អីគេគ្រាន់តែជាអ្នកបោះសម្អាតសោះហ៊ានមកឆុងតែឲ្យខ្ញុំ យោតាំងពីពេលណាដែលអាខ្វាក់អាចធ្វើជាជំនួយការគេភ្នែកមើលឃើញវិញហើយឬមួយឯងធ្វើពុតជាខ្វាក់តាំងពីដំបូងឆុងតែមួយពេញមកមិនក៏មិនទៅនៅផ្ទះមិនដែលរៀនឆុងតែទេអីលុតជង្គង់ឆុងមកនេះជាប៉ាន់តែរបស់លោកប្រធានអាឡូលោកប្រធានឈិនបាទខ្ញុំចុះទៅទទួលអូតាមពិតមិត្តរួមថ្នាក់សោះអញ្ចឹងឯងគួរតែទៅឲ្យលឿនទៅ ត្រូវទេខ្ញុំសូមអភ័យទោសផងនាងគឺយ៉ាវវិនលីម៉េចមិត្តរួមថ្នាក់ក៏មិនស្គាល់ដែរអីខ្ញុំមកជួបលោកប្រធានឈិនលោកប្រធានកំពុងប្រជុំអង្គុយផឹកតែសិនទៅពួកយើងខានជួបគ្នាយូរហើយត្រូវតែជែកគ្នាឲ្យបានល្អសំជាស្រីស្អាតប្រចាំសាលាមែនប៉ុន្មានឆ្នាំហើយនៅតែស្អាតដដែលអរគុណប៉ុន្តែនាងមកជួបលោកប្រធានឈិននិយាយរឿងរកស៊ីសម្រស់ដូចជានាងមិនអាចតាក់ភ្នែកលោកប្រធានឈិនបានទេនាងមានន័យថាម៉េចខ្ញុំមានន័យថាម៉េចប្តីនាងនៅផ្ទះមើលតែកូនពេញមួយថ្ងៃស្រីស្អាតដូចនាងពឹងផ្អែកអីទៅនិយាយជំនួញមិនបាច់ខ្ញុំនិយាយច្រើនទេនាងមិនចង់ជួបលោកប្រធានឈិនទេអីអញ្ជើញម៉េចក៏នាំខ្ញុំមកទីនេះពិភាក្សាគម្រោង
នាំគាត់មក យ៉ាងម៉េចនៅទីនេះចាំលោកប្រធានឈិនទៀតអីគឺលោកសោះខ្ញុំមកមើលប្រពន្ធខ្ញុំឯងក៏នៅទីនេះដែរឯងធ្វើអីឈីងឈីង លោកប្រធានយន្តគ្រាន់តែឲ្យខ្ញុំយកតែមួយពេងឲ្យនាងប៉ុណ្ណោះញ៉ាំហើយក៏ទៅសម្រាកទៅ ឯងឲ្យនាងញ៉ាំអីគ្រាន់តែថ្នាំសណ្ដំទេមានតែខ្ញុំទេដែលចេញមុខយកគម្រោងនេះបានទើបអាចចូលក្រុមហ៊ុនលីបានឯងទូចង់មកខ្លួនឯងស្រីនេះពិតជាតាមពិតឯងសម្លឹងឃើញក្រុមហ៊ុនលីមែនហើយលោកប្រធានឈិនមកដល់ពេលណាយើងចាំបន្តិចទៀត វាខ្ញុំ វាខ្ញុំមកកុំភ្លេចថាប្រពន្ធថៃនៅមិនទាន់បានចាត់ការទេឯងយកឈីងឈីងទៅណា មិនទាន់ធ្វើអីទេ អំបាញ់មិញពូកែវាណាស់តើបើមិនគិតដល់រឿងឈីងឈីងទេខ្ញុំមិនស្ដាយក្រោយអ្វីឡើយខ្ញុំកើតមកធំប៉ុណ្ណេះហើយចង់ដឹងថានរណាខ្លាំងជាងនរណាឈប់ដៃល្អថ្ងៃនេះខ្ញុំនឹងតូចជាមួយឯងតាមពិតថ្ងៃនេះខ្ញុំមកទីនេះគឺមកយកកិច្ចសន្យាក្រុមហ៊ុនលីចុះបើខ្ញុំមិនអោយហាហាហាបើខ្ញុំហ៊ាននិយាយនៅទីនេះខ្ញុំមានទំនុកចិត្ត 100% មើលនេះជាអ្វីនេះជារូបថតខ្ញុំនិងពូឈិនតើប្រធានក្រុមហ៊ុនសៀវធានតាមពិតមានកូនក្រៅខោឯងថាបើរឿងនេះបែកធ្លីវានឹងយ៉ាងម៉េចដោះស្រាយបែបណាហាហាហាបើមិនសហការជាមួយខ្ញុំទេក៏បរាជ័យទាំងស្រុងដែរចង់ទំលីក៏ទំលីទៅកូនប្រុសច្បងត្រកូលចៅក៏គួរតែបង្ហាញមុខជាសាធារណៈដែរឯងនិយាយថាអីតាមពិតលោកជាអ្នកជំនួយការរបស់កូនប្រុសច្បងត្រកូលចៅសោះខ្ញុំមិនបានស្គាល់លោកតាំងពីដំបូងពិតជាខ្មាស់គេណាស់គឺម្នាក់នោះកូនប្រុសច្បងត្រកូលចៅដែលក្តោបក្តាប់ពាក់កណ្ដាលទីក្រុងលីនជាងត្រូវហើយត្រឡប់ទៅប្រាប់ប្រធានយន្តរបស់ពួកឯងទៅក្រុមហ៊ុនសៀវធាននឹងយន្តគម្រោងសហការទាំងអស់បញ្ចប់ត្រឹមនេះលោកប្រធានឈិនកុំអីបើបងស្រីខ្ញុំដឹងគាត់នឹងវាយខ្ញុំសម្លាប់មិនខានចេញពីក្រុមហ៊ុនសៀវធានជាបន្ទាន់ចេញទៅចាំមើលទៅមែនហើយគឺមកពីយន្តមូអ្នកញុះញង់ ឈីងឈីងណែណាប្រញាប់នាំខ្ញុំទៅឈីង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 ត្រូវឡានគៀឈីង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  ទោះជារាងកាយខ្សោយបន្តិចត្រូវប្រើថ្នាំសណ្ដំបរិមាណតិចប្រហែលជាមិនងាយមានប្រសិទ្ធភាពភ្លាមទេអ្នកណាជាសាច់ញាតិ ខ្ញុំជាសាច់ញាតិ មើលថែគាត់ឲ្យបានល្អបើត្រូវការអីអាចហៅខ្ញុំបានគ្រប់ពេល ចៅហ្វាយមានពាក្យខ្លះមិនដឹងថាគួរនិយាយឬអត់និយាយមកថ្នាំដែលនាងនិយាយនោះធ្វើឲ្យនាងមានជំងឺថែមទាំងអ្នកទាំងពីរមាននិស្ស័យដូចគ្នាខ្ញុំនៅទីនេះភ្នែករបស់បងកើតអីឲ្យប្រកាស គឺលោកប្រធានឈិនជួយព្យាបាលឲ្យគាត់ថាខ្ញុំមាននិស្ស័យជាមួយគាត់ឲ្យខ្ញុំធ្វើជាជំនួយការគាត់ មិននឹកស្មានថាបងអាចធ្វើបានខំប្រឹងធ្វើការទៅ
យើងទៅផឹកស្រាត្រួតពិនិត្យមើលបន្តិចឯងពិតជាដើម្បីលុយមែនលងស្នេហ៍ល្ងងខ្លៅលុយទាំងនេះគឺជារបស់ឯងល្អរឿងដែលលោកយុនបញ្ជារៀបចំរួចរាល់អស់ហើយឬនៅរៀបចំរួចរាល់ហើយអាឡូអូនបងចិត្តដល់ផ្ទះហើយចារងចាំបងនៅផ្ទះអាឡូបង គឺឯងទៀតហើយកុំខ្លាចអីខ្ញុំគ្រាន់តែចង់ឲ្យនាងហាហាវេលាសុខសាន្តរីករាយចុះហាហាកុំភ្លេចបើកវីដេអូផងប្អូនប្រុសសង្ហាណាស់អ្នកចង់ធ្វើអីហាហាហាថ្នមបន្តិចអត់ទេឲ្យឯងដេកយប់ជ្រៅមិនព្រមដេកមើលរាងកាយឯងទៅคล้ายជាស្អីទៅហើយក្មេងសម័យនេះមិនចេះថែរក្សាសុខភាពសោះអរគុណបងស្រីទាំងអស់គ្នាថ្ងៃក្រោយខ្ញុំនឹងថែរក្សាសុខភាពលឿនម្លេះចប់វីដេអូហើយនៅផឹកស្រាធ្វើអីទៀតមិនមែនទេពួកឯងចង់ធ្វើអីមិនមែនទេនៃធ្វើអីហា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 បងប៉ាវយើងមានការយល់ច្រឡំអីមែនទេក្រដាសអក្សរខ្មៅគ្មានការយល់ច្រឡំទេនេះមិនមែនជាកិច្ចសន្យាតារាសម្ដែងទេអីត្រូវហើយកិច្ចសន្យាតារាសម្ដែងបងមិនមែនឲ្យឯងថតកូនទេអីខ្ញុំមិនសូវស័ក្តិសមទេដឹងស័ក្តិសមស្អីស៊ីញេកិច្ចសន្យាហើយត្រូវតែទទួលស្គាល់នេះជាច្បាប់ភ្នែកខ្ញុំមីស្រីចង្រៃមិនព្រមស្ដាប់ត្រូវតែទទួលទោសទៅឯងជានរណាមនុស្សរបស់ខ្ញុំឯងក៏ហ៊ានប៉ាដែរមនុស្សរបស់ឯងគេបានលក់ខ្លួនឲ្យខ្ញុំហើយបើពូកែឯងចេញមុខជំនួសគេទៅទីនេះមាន1 លានអ្នកគាំទ្រខ្ញុំ1 លានទិញមនុស្សស្រីម្នាក់អីខ្ញុំយល់ហើយពេលវេលាសុខសាន្តមានតម្លៃរាប់ពាន់មាសគិតយ៉ាងម៉េចចាំសិនយកកាបូបមកកន្លែងនេះជារបស់ឯងមែនទេបាទបើបងធំចង់មកលេងថ្ងៃក្រោយខ្ញុំប៉ាវ20លានខ្ញុំបើបានថ្ងៃស្អែកខ្ញុំនាំមិត្តភ័ក្តិមកបាទបានទេបាទមកយាវថុយឯងរួមគំនិតជាមួយគេមែនទេនិយាយផ្ដេសផ្ដាសស្អីប្រញាប់ទៅផ្ទះជាមួយខ្ញុំមកយាវមិនសមហេតុផលសោះសូម្បីតែបងធំខ្ញុំក៏ហ៊ានធ្វើបាបដែរ
ពួកឯងពិតជារួមគំនិតគ្នាមែន និយាយស្អីខ្ញុំមិននឹងអាចប្រៀបស្មើបងធំបាន ណែឯងចេញទៅបាទ បិទទ្វារផងបាទ ល្អថ្ងៃនេះខ្ញុំទៅណាអត់រួចទេមែនទេ យកវាអត់ ធ្វើរឿងដែលឯងចង់ធ្វើរួចហើយលែងខ្ញុំទៅ អា ដេកយប់ជ្រៅខូចសុខភាព មានតែប្រើខ្ញុំ នៅហ៊ានដេកយប់ជ្រៅទៀតទេ ជួយផងជួយផង ឯងឲ្យខ្ញុំមកមើលរឿងនេះធ្វើអី ស្ដាប់បានហើយឬនៅខ្ញុំគួរនិយាយបែបណាទើបនាងជឿខ្ញុំ អាមកយាវមកយ៉ាវមកយាវមកយ៉ាវចុះនាង បងស្រីឃើញច្បាស់ពីចរិតពិតរបស់អាមនុស្សសត្វត្រឆាននេះហើយឬនៅ ខ្ញុំមិនមែនប្អូនស្រីនាងទេខ្ញុំចៅសុយ គឺយន់មូជាអ្នកចាប់ខ្ញុំមកទីនេះ បានហើយយើងចេញពីទីនេះសិនទៅ នេះលុយ20លានដែលបាននិយាយគ្នា យកពម ហើយនេះ10លានទៀតបដូរឈ្មោះទីនេះទៅឲ្យឈ្មោះថាអាគារយានទីងល្អចាំទុកកុំមករំខានខ្ញុំ បងធំកុំបារម្ភថ្ងៃក្រោយបងចង្អុលទៅកើតខ្ញុំមិនហ៊ានទៅលេចទេ ហាហាហាបងស្រីយឺដំណឹងឬនៅ ថ្ងៃស្អែកជប់លៀងត្រកូលលីពូក៏ទៅដែរហើយលោកយាយនិយាយមិនរក្សាពាក្យសម្ដីទេគាត់ចង់ឲ្យពូឈប់និយាយទៅខ្ញុំដឹងតាំងពីយូរហើយ ណែណា អាគារយានពីង អាគារយានពីង វិនប៉ាវរហ័សដៃពិតមែនកាត់អី មិនអីទេ ម៉ាក់លើកនេះឈីងឈីងនិងសៀវស៊ុយបានដោះស្រាយបញ្ហាឲ្យក្រុមហ៊ុនលី បញ្ហាកង្វះទុនចុះរឿងម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុនលី បងស្រីឈីងឈីងនៅក្មេងណាស់ក្រុមហ៊ុនធំបែបនេះមិននឹងគ្រប់គ្រងបាន ម៉ាក់តើម៉ាក់មានន័យថាម៉េច បងស្រី ក្រុមហ៊ុនប្រគល់ឲ្យស៊ូប៉ាយចំណែកក្រុមហ៊ុនផ្សាយពាណិជ្ជកម្មប្រគល់ឲ្យឈីងឈីងបែបនេះក៏ជាការសាកល្បងសម្រាប់ឈីងឈីងដែរក្រុមហ៊ុនតូចនោះបើមិនពឹងផ្អែកលើត្រកូលលីជួយទប់ទល់ទេម្លេះខ្សែធនបាត់ទៅហើយម៉ាក់លំអៀងពេកហើយខ្ញុំធ្វើនេះដើម្បីត្រកូលលី ត្រូវហើយបើឈីងឈីងអាចដឹកនាំក្រុមហ៊ុននោះបានល្អថ្ងៃក្រោយពេលនាងទទួលគ្រប់គ្រងចំនួនត្រកូលលីមិនមែនគ្រប់គ្រងបានល្អជាងមុនទេអីបានយើងចង់បានភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុននោះហើយថ្ងៃក្រោយត្រកូលលីមិនអាចលូកដៃក្នុងក្រុមហ៊ុននោះទេនេះគ្មានកន្លែងឲ្យឯងនិយាយទេ ចុះបើខ្ញុំចង់បានល្អអាចឲ្យពួកឯងបានប៉ុន្តែត្រកូលលីនឹងមិនផ្ដល់ជំនួយអ្វីឡើយអាឈីង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 សៀវស៊ុយសៀវស៊ុយស្ថានភាពក្រុមហ៊ុននោះខ្ញុំដឹងច្បាស់បើគ្មានការគ្រប់គ្រងពីត្រកូលលីយើងពិបាកនឹងបន្តណាស់ អូនកុំបារម្ភអីរឿងក្រុមហ៊ុនប្រគល់ឲ្យបងចុះ ប្រគល់ឲ្យបង កុំគេតែងតែហៅប្តីអូនថាជាមនុស្សឥតបានការអូនក៏គិតថាប្តីអូនជាមនុស្សឥតបានការដែរមែនទេ មិនក៏ខ្ញុំភ្លេចរឿងនេះទៅកើត រឿងអីទៅ យប់ស្អែកមានជប់លៀងមិត្តរួមថ្នាក់នៅអគារយានពីង មិនអីទេដល់ពេលនោះបងទៅទទួលអូន អូនមិនទាន់ដឹងថាចប់ម៉ោងប៉ុន្មានទេបើចប់យប់ជ្រៅអូនត្រឡប់ទៅមុនចុះ មិនអីទេយប់ជ្រៅប៉ុណ្ណាក៏បងទៅទទួលអូនដែរ អ្នកទាំងអស់គ្នាពេញចិត្តមុខម្ហូបថ្ងៃនេះទេ ពេញចិត្តណាស់ តើត្រូវការភេសជ្ជៈអ្វីបន្ថែមទេ បែបនេះចុះយកមកពី10ទៀតមិនទៅសល់ប៉ុន្មានយកស្រាក្រហមទាំងអស់ពួកឯងចង់ញ៉ាំអីកាម៉ងចុះកុំគួសម អ្នកគ្រប់គ្រងនៅទីនេះបើមានតម្រូវការអ្វីសូមហៅខ្ញុំគ្រប់ពេល ជុលមួយមក
អង្គុយចុះខានជួបគ្នាប៉ុន្មានឆ្នាំនេះយ៉ាងម៉េចទៅហើយពួកយើងគ្រាន់តែរកស៊ីចិញ្ចឹមក្រពះម៉េចនឹងអាចប្រៀបស្មើលោកយន្តបានអេ តែថ្ងៃនេះលោកប៉ាវពួកយើងញ៉ាំបាយនៅទីនេះប្រហែលជាអស់លុយច្រើនហើយ ពួកយើងសុទ្ធតែជាមិត្តរួមថ្នាក់ខានជួបគ្នាយូរហើយថ្ងៃនេះញ៉ាំឲ្យឆ្អែតចុះខ្ញុំអ្នកចេញលុយទាំងអស់ មកយើងលើកកែវជូនលោកយន្ត ពួកយើងអាចញ៉ាំបាយនៅទីនេះបានក៏ដោយសារតែឈីងដែរគួរតែឲ្យឈីងលើកកែវជូនលោកយន្តតែម្នាក់ឯង ចូលមួយចូលមួយអរគុណ នេះមិនមែនជាជប់លៀងមិត្តរួមថ្នាក់ធម្មតាទេគឺអាយុនមូមិនព្រមលះបង់បំណងអាក្រក់សោះ ចំណាយអស់នេះល្មមឲ្យអាមួយនោះរៀងចាហើយជាង1លានហើយស្រាក្រហមនោះជិត1សែនទៀតពីកេសសរុប12ដបពុកសំទាំងការចំណាយផ្សេងទៀតសរុបជាង1លានតម្លៃខ្ញុំគិតនេះសមរម្យណាស់ទៅហើយ បើវាចង់អួតខ្ញុំចង់ដឹងថាវាដោះស្រាយបញ្ហានេះយ៉ាងម៉េចតាមពិតខ្ញុំពិតជាតែងតែខ្ញុំមិនបានផឹកទេបើគុំតែឆ្នាំនោះខ្ញុំទៅរៀនបរទេសពេលនេះនាងអាចនឹងរៀបការជាមួយខ្ញុំ មិត្តភ័ក្តិទាំងអស់គ្នា ខ្ញុំមានការរវល់សុំទៅមុនសុំអញ្ជើញញ៉ាំចុះឈីងខ្ញុំពិតជាស្រឡាញ់នាងមែន យន្តមូខ្ញុំមានប្តីមានកូនហើយសូមទុកគិតយកឲ្យខ្ញុំផង ក្នុងថ្នាក់នរណាមិនដឹងថានាងរៀបការជាមួយតើនាងសុខចិត្តរស់នៅជាមួយវាអស់មួយជីវិតមែនទេ ប្តីខ្ញុំយ៉ាងម៉េចគឺជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំលីឈីងមិនបាច់ឲ្យអ្នកអតីមកនិយាយទេគេមិនខ្ពើមអើមដែលនាងជាស្ត្រីមានប្តីផងនាងនៅទីនេះធ្វើពើស្អីទៀតឯងកុំនិយាយពាក្យមិនក៏បីនៅទីនេះពីមុនមិនមែននាងលួចស្រឡាញ់យន្តមូទេអី ពាក់ព័ន្ធអីនឹងខ្ញុំ បង្រៀនពួកយើងនៅទីនេះលោកឲ្យមិនទាន់គិតលុយទេសរុប1320000តើទូទាត់បែបណាដែរ អ្នកស្រីស្អាតសុំចុះថ្លៃបន្តិចទៅការចំណាយនេះខ្ពស់ពេកហើយ ខ្ញុំថែមផ្លែឈើនិងផ្លែឈើក្រៀមឲ្យពួកលោកទៅហើយនៅចង់ឲ្យខ្ញុំចុះថ្លៃទៀតអីពួកលោកបើគ្មានលុយចាយទេកុំមកធ្វើជាអួតនៅហាងខ្ញុំ មិនមែនទេនាងមានន័យថាម៉េចគិតថាខ្ញុំគ្មានលុយញ៉ាំមែនទេនិយាយស្ដីមិននឹងជឿអត់ថាថ្ងៃនេះខ្ញុំនឹងធ្វើឲ្យហាងនាងនៅទីក្រុងលៀនជាងបើកលែងកាត់ ថ្ងៃនេះបើមិនគិតលុយឲ្យខ្ញុំទេខ្ញុំនឹងប្តឹងប៉ូលីសលោកយ៉ាងម៉េចហើយយន្តមូលោកបើកក្រុមហ៊ុនធំមិនមែនសំបីតែលុយជាង1លានក៏គ្មានទេដឹង ហើយថានឹងប៉ាវពួកយើងញ៉ាំបាយទៀតពេលនេះគេខាត់មិនឲ្យទៅតើលោកគិតយ៉ាងម៉េចនេះជាឡានដែលខ្ញុំបើកមុន ប្រឹងសង្កត់ឯងមានឡាន Bentley ខ្លាំងណាស់អីនរណាដឹងថាថ្នាំបាយឃ្លីនេះពិតឬខ្លាំងខ្លាយ បងស្រីទី8មិនក៏ខឹងខ្លាំងម្លេះ អូបងចៅមកដល់ល្មមពួកវាមួយក្រុមនេះមកញ៉ាំបាយនៅទីនេះគ្មានលុយគិតខ្ញុំកំពុងតែរៀបចំប្តឹងប៉ូលីសចាប់ពួកវាបងមកដល់ហើយចុះនារីម្នាក់នេះគឺ នេះជាប្រពន្ធខ្ញុំលីឈីងបើគ្មានការអីទេខ្ញុំសុំទៅមុនហើយ ឈីងចាំបន្តិចប្តីនាងមានទំនាក់ទំនងល្អជាមួយអ្នកគ្រប់គ្រងនេះម្លេះអាចឲ្យគាត់ជួយនិយាយបន្ធូរបន្ថយឲ្យពួកយើងបានទេឲ្យពួកយើងទៅមុនទៅណាមែនហើយឈីងប្តីនាងមានសមត្ថភាពខ្លាំងម្លេះឲ្យគាត់ជួយអង្វរឲ្យពួកយើងទៅគិតយ៉ាងម៉េចដែរអំបញ្ញមិញអ្នកមិនមែនថាខ្ញុំរៀបការជាមួយមនុស្សអត់បានការទេអីម៉េចក៏ពួកអ្នកមកពឹងមនុស្សអត់បានការទៅវិញតែអំបញ្ញមិញអ្នកមិនមែនថាខ្ញុំរៀបការជាមួយមនុស្សមិនស័ក្តិសមទេអីយ៉ាងម៉េចក៏មកពឹងពួកយើងមិននឹងហ៊ានមើលងាយប្តីនាងទៅអូយឈីងពួកយើងគ្រាន់តែនិយាយលេងសើចជាមួយនាងតើចៅស៊ុយជួយនិយាយឲ្យពួកយើងបន្តិចទៅអរគុណចុះជប់លៀងមិត្តរួមថ្នាក់ថ្ងៃនេះអ្នកណាជាអ្នកប៉ាវបើម្ចាស់ដើមមិនទាន់មករកខ្ញុំឲ្យជួយផងចាំបាច់អីខ្ញុំត្រូវហើបមាត់នោះ យន្តមូលោកនៅហ៊ានមុខក្រាស់ទៀតថ្ងៃនេះប្តីមកទទួលនាងមែនទេ ខ្ញុំនឹងមិនដូចជាមនុស្សអាឡូបងស្រីខ្ញុំនៅអគារជប់លៀងយកលុយ2លានមកឲ្យខ្ញុំផងបំណងល្អរបស់លោកខ្ញុំចាត់ទុកថាជាលុយរៃអង្គាសថ្នាក់ក៏បានត្រឡប់ទៅផ្ទះវិញទៅឯងយ៉ាងម៉េចនឹងឯងញ៉ាំបាយជាមួយមិត្តរួមថ្នាក់គ្មានលុយទេមកអួតធ្វើអី
មិនមែនទេបងស្រីមិនមែនខ្ញុំគ្មានលុយប៉ាវទេតែលុយខ្ញុំមិនមែនយកទៅវិនិយោគក្រុមហ៊ុនអស់ហើយទេអី បានហើយកុំមកបកស្រាយនៅទីនេះ ខ្ញុំមិនស្ដាប់ទេ លើកមុនឯងបង្កបញ្ហានៅក្រុមហ៊ុនសៀវធានឲ្យខ្ញុំមិនទាន់គិតគូរជាមួយឯងនៅឡើយទេមួយថ្ងៃចេះតែរកជើងឲ្យខ្ញុំ អាឡូបងស្រីចេញទៅថ្ងៃនេះស្លាប់មិនខាន ទ្រាំលែងបានហើយ មានរឿងអីហ្នឹង ថ្មីនេះខ្ញុំសហការជាមួយក្រុមហ៊ុនតូចមួយស្រាប់តែឃើញថាការរចនាផ្លាកសញ្ញាវិកខ្ចប់ដូចគ្នានឹងក្រុមហ៊ុនជុនយៀពេលនេះក្រុមហ៊ុនជុនយៀប្តឹងពីបទរំលោភកម្មសិទ្ធិបញ្ញាទាមទារឲ្យពួកយើងសងជំងឺចិត្តពីការខាតបង់ 3 នាក់ចុះក្រុមហ៊ុនតូចនោះវិញ អំបញ្ញមិញខ្ញុំឲ្យគេទៅមើលក្រុមហ៊ុននោះបាត់ហើយ នេះច្បាស់ជាមានគេរៀបចំគម្រោងទម្លាក់កំហុសដាក់ពួកយើងមិនខាន ឬមួយក៏ជាពូ មិនអាចទេក្រុមហ៊ុនជុនយៀជាក្រុមហ៊ុនធំទាំង10នៅទីក្រុងលីនជាងពួកគាត់មិនអាចធ្វើរឿងបែបនេះទេ ចុះជានរណាទៅ អាឡូរឿងក្រុមហ៊ុនយីជឺរំលោភកម្មសិទ្ធិបញ្ញាផ្លាកសញ្ញាជួយស៊ើបអង្កេតឲ្យខ្ញុំឲ្យច្បាស់ផងយ៉ាងម៉េចហើយ មេធាវីថាឱកាសឈ្នះក្តីរបស់យើងមានតិចណាស់អំបញ្ញមិញអូនទៅតែកញ្ញាទ្រព្យសម្បត្តិយើងទាំងអស់ទោះបីជាលក់ចេញទាំងអស់ក៏ដោយក៏នៅខ្វះ1 លានទៀតដែរ ឬមួយក៏បងទៅសុំខ្ចីលោកឈិនខ្លះទៅ បងគ្រាន់តែជាជំនួយការម្នាក់លោកឈិនអាចឲ្យបងខ្ចីទេថ្ងៃស្អែកបងមានការទៅផ្ទះចាំបងសួរគាត់មើលអូឈីងមកដល់ហើយឆាប់អង្គុយចុះមកលឿនឡើងខ្ញុំមិនអង្គុយទេការដែលខ្ញុំត្រឡប់មកលើកនេះគឺមកខ្ចីលុយស្អីគេក្រុមហ៊ុនពួកយើងត្រូវគេទម្លាក់កំហុសប្រឈមនឹងការសងជំងឺចិត្តយ៉ាងច្រើនខ្ញុំគិតមើលទៅនៅខ្វះ1 លានទៀត ត្រឹមតែ1 លានសោះកូនប្រុសឯងអង្គុយចុះកំដរយន្តផឹកតែសិនទៅមានខ្វះខាតអី ខ្ញុំមកខ្ចីលុយលោកយាយទេ មិនមែនឲ្យអភ័យទេលុយខ្ញុំអាចឲ្យនាងខ្ចីបានប៉ុន្តែនាងត្រូវតែលែងលេះជាមួយអាមួយនោះ កិច្ចសហការជាមួយក្រុមហ៊ុនសៀវធានលើកនេះគឺចៅស៊ុយជាអ្នកនិយាយចរចាបានមក នរណាទៅដឹងវាគ្រាន់តែជាជំនួយការតូចតាចក្នុងក្រុមហ៊ុនសៀវធានប៉ុណ្ណោះ គេគឺ ខ្ញុំមិនខ្វល់ថាវាជានរណាទេបើនាងចង់បានលុយត្រូវតែលែងលេះជាមួយវាទីនេះមាន1 លានតោះយើងទៅពួកយើងទៅ លុយ1 លាននេះតើបានមកពីណា បងបានបើកប្រាក់ខែមុន10 ឆ្នាំពីលោកប្រធានឈិនថ្ងៃក្រោយទៅត្រូវពឹងប្រពន្ធចិញ្ចឹមបងហើយអ្នកនាងលីលេងសាច់ស្អីហ្នឹងអូយល្អណាស់ ពួកយើងគួរតែសហការគ្នានៅពេលនេះ អ្នកនាងលីជាថៅកែធំចុះមកផ្ទាល់បែបនេះប្រកាសជាគ្មានបញ្ហាអ្វីទេប្រាក់សហការខ្ញុំគ្មានលុយទេត្រឹមតែអ្នកនាងលីផ្ដល់គិតយូរញ៉ាំបាយជាមួយខ្ញុំយប់នេះនាងកាម៉ងតាមចិត្ត ខ្ញុំរៀបការរួចហើយសូមលោកទុកកិត្តិយសឲ្យខ្លួនឯងផង នរណាមិនដឹងថាស្រីស្អាតលេខ1ប្រចាំទីក្រុងលីនជាងគឺលីឈីងរៀបការជាមួយមនុស្សបែបណាចង់យកនាងធ្វើប្រពន្ធ មើលទៅពួកយើងគ្មានអីត្រូវនិយាយគ្នាទៀតទេ លេងខ្ញុំនេះយ៉ាងម៉េចទៀតហើយខ្ញុំនឹងឈីងជាប្តីប្រពន្ធពេញច្បាប់មិនទាន់ដល់វេនលោកដែលជាអ្នកក្រៅមកនិយាយដើមទេហាខ្ញុំស្មានតែនរណាតាមពិតគឺកូនប្រសាតកូលីសោះពឹងផ្អែកលើឯងមានសិទ្ធអីមកស្រែកឡូឡានៅទីនេះអំបញ្ញមិញវាប្រើដៃមួយនេះគ្រាន់តែចាប់ដៃបន្តិចសោះប្រពន្ធឯងជាទេពធីតាមែនទេហឹមសុំទោសប្រពន្ធខ្ញុំភ្លាមចុះបើខ្ញុំថាមិនព្រមអញ្ចឹងខ្ញុំនឹងបំបាក់ដៃឯងមួយនេះ
ចូលមកទីនេះមានគេមកគ្រប់រឿង អាយ៉ាធុញនឹងការរស់នៅហើយមែនទេអូលោកប្រធានវាងលោកមកដល់ល្មមគឺអាចឈួតនេះហើយដែលមកវីខ្ញុំគឺឯងប្រញាប់លុតជង្គង់ចុះភ្លាមខ្ញុំមកទីនេះដើម្បីនិយាយរឿងសហការមិនមែនឲ្យឯងមកញ៉ាំស្រីទេអ្នកណានៅទីនោះយកសម្រាមនេះចេញទៅក្រៅភ្លាមខ្ញុំខុសហើយលែងខ្ញុំម្ដងនេះទៅលោកប្រធានវាងខ្ញុំខុសហើយលោកចៅនេះមកពីខ្ញុំអប់រំមិនបានល្អកិច្ចសហការលើកនេះខ្ញុំចេញតម្លៃគុណនឹងពីតើលោកគិតយ៉ាងម៉េចដែរលោកប្រធានវិនអប់រំមនុស្សក្នុងក្រុមហ៊ុនលោកឲ្យបានល្អផងគឺបងធំនោះបងធំខ្ញុំខុសហើយបានហើយតោះទៅឈីងបងឈឺពោះបន្តិចអូនទៅចាំបងនៅឡានមុនទៅនិយាយមកមានរឿងអីរឿងដែលចៅហ្វាយឲ្យខ្ញុំស៊ើបដឹងច្បាស់ហើយខ្ញុំស៊ើបដឹងច្បាស់ហើយការរំលោភកម្មសិទ្ធិបញ្ញានេះសុទ្ធតែជាស្នាដៃរបស់យន្តមូទាំងនោះឈីងកុំតន់ទៅរចនានៅត្រីមាសបន្ទាប់របស់ក្រុមហ៊ុនយន្តនាងមានចំណាប់អារម្មណ៍ទេសុំទោសគ្មានចំណាប់អារម្មណ៍ទេនាងទុកឱកាសឲ្យខ្ញុំជួយនាងទៅក្រុមហ៊ុនជួបរឿងធំបែបនេះគឺកំពុងតែត្រូវការលុយហើយមិនបាច់ទេម៉េចក៏លោកដឹងថាមានរឿងកើតឡើងចំពោះក្រុមហ៊ុនខ្ញុំកុំប្រាប់ណាថានាងគិតថាជាស្នាដៃខ្ញុំនោះនាងវិតម្លៃខ្ញុំខ្ពស់ពេកហើយខ្ញុំមានសមត្ថភាពធំបែបនេះឯណាទៅគឺអ៊ំស្រីជាអ្នកប្រាប់ខ្ញុំក៏ពិតមែនលោកទើបតែត្រឡប់មកពីបរទេសមិនយូរប៉ុន្មានម៉េចនឹងអាចតាក់ទងជាមួយក្រុមហ៊ុនជន់យាបានទៅត្រូវហើយឈីងខ្ញុំពិតជាចង់ជួយនាងដោយស្មោះមែនសុំទោសផងគឺខ្ញុំយល់ច្រឡំលើលោកមិនអីទេយន្តមូឯងមករំខានឈីងទៀតហើយអីចៅស៊ុយឯងដឹងទេថាឯងធ្វើជាមនុស្សល្អឈួតឯងនេះចៅស៊ុយបងចិត្តក្តៅពេកហើយយន្តមូគ្រាន់តែចង់ជួយយើងប៉ុណ្ណោះជួយយើងអីវាមានបំណងល្អអីទៅរឿងប្តឹងរំលោភកម្មសិទ្ធិបញ្ញាលើកនេះគឺវាជាអ្នកនៅពីក្រោយខ្នងបងយល់ច្រឡំហើយលើកនេះពិតជាមិនមែនគេទេយល់ច្រឡំមែនពេលខ្ញុំមកថាក្រុមហ៊ុនឈីងមានរឿងខ្ញុំក៏ប្រញាប់មកកន្លែងឈីងមើលថាមានអីអាចជួយបានខ្លះឈីងខ្ញុំគិតរួចហើយក្រុមហ៊ុនយន្តអាចផ្ដល់ឲ្យក្រុមហ៊ុនយីជឺដើមទុនរាប់លានត្រឹមតែនាងហើបមាត់ខ្ញុំនឹងឲ្យលុយនាងជាដំបូងឯងរៀបចំផែនការដាក់ក្រុមហ៊ុនឈីងឲ្យធ្លាក់ចូលក្នុងរឿងក្តីរំលោភកម្មសិទ្ធិបញ្ញាបន្ទាប់មកធ្វើពើជាចេញមុខជួយវិនិយោគក្នុងក្រុមហ៊ុនយីជឺម្យ៉ាងធ្វើឲ្យឈីងជំពាក់ខ្លួនឯងបន្ទាប់មកឆ្លៀតឱកាសវីលោកចូលផ្ទៃក្នុងក្រុមហ៊ុនលីឯងគិតគម្រោងនេះបានល្អណាស់ឯងនិយាយផ្ដេសផ្ដាសស្អីឯងមិនឃើញឈូសមិនស្រក់ទឹកភ្នែកទេយូស្ពើបែកបាក់មួយនេះគឺជាភស្តុតាងដែលឯងទម្លាក់កំហុសឲ្យក្រុមហ៊ុនឈីងទម្លាក់កំហុសឈីងយ៉ាងម៉េចទៅយន្តមូពិតជាលោកមែនម៉េចនឹងអាចទៅរួចឈីងនាងកុំស្ដាប់វិគេនិយាយផ្ដេសផ្ដាសចុះបើឯងមិនមានកំហុសភ័យធ្វើអីខ្ញុំមិនមែនទេឈីងឈីងនាងស្ដាប់ខ្ញុំនិយាយសិននាងស្ដាប់ខ្ញុំបកស្រាយសិនយន្តមូនេះមិនទាន់អស់ចិត្តពីអូនទេរកវិធីគ្រប់យ៉ាងដើម្បីចង់បានអូនតើបងរកបានភស្តុតាងទាំងនេះដោយរបៀបណាអូគឺបងពឹងលោកឈិនឲ្យជួយរឿងលើកនេះសំណាងហើយដែលមានបងអរគុណម៉ងបើមិនកំចាត់យន្តមូទេថ្ងៃក្រោយច្បាស់ជាមានបញ្ហាធ្វើឲ្យក្រុមហ៊ុនវាដួលរលំទៅឯងបានធ្វើអីខ្លះពេលនេះនៅទីក្រុងលីនជាងមានតែក្រុមហ៊ុនសៀវធានតែអាចបណ្ដេញពួកយើងចេញបានប៉ុន្តែមិនក៏គេត្រូវតម្រង់គោលដៅមកលើខ្ញុំក៏មិនចាំបាច់ទៅទល់ជាមួយលោកឈិនធានហ៊ឺដែរ
ឬមួយក៏ជាចៅស៊ុយវាហាក់ដូចជាជំនួយការរបស់ប្រធានឈិន ត្រឹមជំនួយការម្នាក់មិនអាចបញ្ជាឈិនធានហឺបានហើយពួកយើងអាចចាប់ចៅស៊ុយមកសួរនាំបាន អេបងកាវបងប៉ាវសុំណែនាំបន្តិចនេះគឺបងស្រីខ្ញុំយុនសៀវអូតាមពិតគឺបងស្រីចុះថ្ងៃនេះមកមានការអីដែរ ខ្ញុំមកទីនេះចង់ពឹងឲ្យជួយចាត់ការមនុស្សម្នាក់ខ្ញុំអាចបន្ថែមលុយឲ្យ ជានរណាទៅនិយាយមកមើលថាសុំនឹងលុយនេះរត់ ជំនួយការរបស់ឈិនធានហឺគឺចៅស៊ុយក ុំបារម្ភអីបងប៉ាវទោះបីជាឈិនធានហឺដឹងក៏គេមិនព្រោះតែជំនួយការតូចតាចម្នាក់មកស្វែងរកបញ្ហាជាមួយបងដែរត្រូវទេបើអញ្ចឹងខ្ញុំនឹងអញ្ជើញចៅស៊ុយមកទីនេះយ៉ាងម៉េចដែរ ចង់ឲ្យខ្ញុំជួយធ្វើការងារអីគ្មានពេលទេ តើឯងជាអ្នកឲ្យឈិនធានហឺបំផ្លាញក្រុមហ៊ុនយើងមែនទេ ហេតុអីខ្ញុំត្រូវប្រាប់ឯងបងម្នាក់នេះគឺជាអ្នកល្បីខាងប្រើកម្លាំងបាយបើឯងព្រមស្ដាប់បង្គាប់ខ្ញុំអាចឲ្យឯងរងទុក្ខតិចបន្តិចបងប៉ាវបងប៉ាវប៉ុន្មានលុយខ្ញុំថែមឲ្យ បងប៉ាវលោកមានន័យថាម៉េចមុននេះយើងមិនបាននិយាយគ្នារួចហើយទេអី ម្នាក់នេះគឺជាបងធំខ្ញុំពួកឯងហ៊ានប្រមាថបងធំខ្ញុំខួរក្បាលពួកឯងមានបញ្ហាមែនទេបងចៅពីរនាក់នេះបងគិតចាត់ការយ៉ាងម៉េចឯងមើលចាត់ការខ្លួនឯងទៅខ្ញុំឲ្យពួកឯងទៅហើយឬនៅខ្ញុំឲ្យពួកឯងទៅហើយឬនៅឈិនធានហឺខ្ញុំនឹងប្រាប់ឲ្យគេសងសឹកលែងពួកឯងទៅវាគ្មានន័យទេពួកឯងមិនមែនហៅវិនប៉ាវមកចាត់ការខ្ញុំទេអី វិនប៉ាវឯងគ្មានគុណធម៌អ្នកលេងសោះឯងហ៊ានជេរខ្ញុំ បើចង់បន្ទោសឯងគ្មានភ្នែកមើលមនុស្សទៅហ៊ានមកធ្វើបាបដល់លើក្បាលបងធំខ្ញុំឈីងនេះសុទ្ធតែជាការយល់ច្រឡំទេ ឯងស្ទើរតែធ្វើឲ្យក្រុមហ៊ុនខ្ញុំខ្សែធនទៅហើយនៅរកមនុស្សមកទប់ទល់នឹងប្តីខ្ញុំទៀតនេះហៅថាយល់ច្រឡំអីឯងទុកពាក្យទាំងនេះទៅប្រាប់ខ្លួនឯងចោះតោះឈីង មិនបាច់ទៅប្រកាន់នឹងមនុស្សធននេះទេតោះយើងទៅចាំទុកដកដង្ហើមឲ្យដល់ព្រឹកផងកុំបារម្ភអីបងចៅអូនកុំបារម្ភអីពួកវាច្បាស់ជានឹងទទួលទោសតាមច្បាប់មិនខាន ប៉ុន្តែលុយ6 លានរបស់យើងខាតបង់អស់ហើយសំបីតែផ្ទះទើបទិញថ្មីក៏យកទៅបញ្ចាំដែរ អូនត្រូវតែជឿជាក់ច្បាប់គឺយុត្តិធម៌លុយមួយកញ្ចប់នេះមុននឹងក្រោយគង់តែបានមកវិញទេជំរាបពូថ្ងៃស្អែកពូប៉ាវញ៉ាំបាយនៅអគារយានពីងគ្រួសារឯងមកទាំងអស់គ្នាណា ពូថ្ងៃស្អែកខ្ញុំ ពូថ្ងៃស្អែកខ្ញុំមិនព្រមដឹងទេ ធ្វើស្អីនឹង ថ្ងៃស្អែកចាំដល់ថ្ងៃស្អែកនឹងដឹងហើយវិនប៉ាវជួយស៊ើបឲ្យខ្ញុំបន្តិចថ្ងៃស្អែកនៅអគារយានពីងតើមានគេឈ្មោះលីក៏បន្ទប់មួយដែរឬទេបាទលោកចៅបន្ទប់នោះទៅហើយទុកឲ្យខ្ញុំឯងលេងសាច់ស្អីខ្ញុំក៏បន្ទប់ហើយហេតុអីមិនឲ្យខ្ញុំឡើងទៅ សុំទោសលោកលីបន្ទប់ VIP របស់យើងផ្ដល់ជូនតែភ្ញៀវ VIP ប៉ុណ្ណោះដោយសារលោកមិនមែនជាសមាជិក VIP របស់យើង
ដូច្នេះលោកអាចត្រឹមតែអង្គុយញ៉ាំនៅកន្លែងទទួលភ្ញៀវប៉ុណ្ណោះ ឋានៈពួកយើងកម្រិតនេះឯងឲ្យពួកយើងមកអង្គុយញ៉ាំបាយនៅកន្លែងទទួលភ្ញៀវ លោកអាចបញ្ចូលលុយ1 លានជាមុនសិនបែបនេះអាចក្លាយជាសមាជិក VIP របស់យើងហើយ 1 លានមិនក៏ពួកឯងមិនទៅប្លន់ទៅខ្ញុំនឹងប្តឹងពួកឯង តាមសម្រួលប៉ុន្តែបើលោកចង់ញ៉ាំអាហារនៅទីនេះនៅថ្ងៃនេះគឺបានត្រឹមតែនៅកន្លែងទទួលភ្ញៀវប៉ុណ្ណោះសៀវខៃមិនក៏ដូរទីតាំងញ៉ាំបាយអញ្ចឹង តោះលោកយាយពួកយើងញ៉ាំនៅទីនេះហើយក៏បន្ទប់ដែលល្អបំផុតនៅសន្តាគារឯងឲ្យខ្ញុំ ចាស់សូមរងចាំបន្តិចអេ នេះនាងមិនមានការយល់ច្រឡំទេមែនទេវាអាចមានលុយ1 លានធ្វើការសមាជិកអី មិនច្រឡំទេនេះគឺជាកាត VIP កម្រិតខ្ពស់បំផុតរបស់យើងហាហាហាសៀវស៊ុយអាលើកនេះពួកយើងបានពឹងបុណ្យបារមីឯងហើយសៀវខៃអាហារមួយពេលនេះតាមពិតគួរតែឯងជាអ្នកប៉ាវប៉ុន្តែសំបីតែកន្លែងមួយក៏ឯងកក់មិនបានដែរមិនដូចសៀវស៊ុយផ្ទះយើងទេអាហារពេលនេះផ្ទះយើងជាអ្នកប៉ាវ លោកលីខានជួបគ្នាយូរហើយ ប្រធានយ៉ាងលោកក៏មកដែរ ខ្ញុំមកសួរសុខទុក្ខសមិទ្ធចៅបន្តិចអ្នកនាងលីថាពួកអ្នកបើកក្រុមហ៊ុនរចនាវិទ្យខ្ចប់ថ្ងៃក្រោយបើមានការអីអាចមករកខ្ញុំបានចាស់លោកប្រធានសៀវខៃក៏ត្រូវការលោកជួយជ្រោមជ្រែងក្នុងការងារដែរ ហាហាហាខ្ញុំកំពុងតែរៀបចំបណ្ដេញគេចេញផងមិនមែនទេលោកប្រធានខ្ញុំថ្ងៃក្រោយកុំហៅខ្ញុំថាប្រធានទៀតខ្ញុំគ្មានកូនចៅដូចជាឯងទេទំនេរខ្ញុំមកផឹកតែខ្ញុំមានលោកប្រធានចាងលោកឈិន លោកឈិនលោកក៏មកដែរអី នេះមិនមែនអគារយានពីងទៅតែបើកសម្ពោធទេអីមកទីនេះគឺដើម្បីចូលរួមអបអរថៅកែវិន ក្រុមហ៊ុនសៀវធានរបស់លោកវិនិយោគនៅលៀងជាងច្រើនណាស់ក៏គួរតែជួយគ្រួសារយើងផង ថ្ងៃនេះយើងមិននិយាយរឿងជំនួញទេខ្ញុំគ្រាន់តែមកក្នុងនាមជាមិត្តភក្តិម្នាក់ប៉ុណ្ណោះខំប្រឹងធ្វើការអ្នកទាំងអស់គ្នាពិសាទៅចុះខ្ញុំសុំទៅមុនហើយមិនក៏ដកទ្វារចេញហើយលោកយាយលីសូមស្វាគមន៍មកលេងញឹកញាប់ ទីនេះពួកលោកគិតលុយថ្លៃពេកហើយ ពួកយើងពិតជាមកមិនរួចទេមិនអីទេបើអញ្ចឹងពួកលោកយកខ្លួនឯងទៅលោកចៅគឺជាភ្ញៀវ VIP របស់យើងមកញ៉ាំនៅហាងយើងគឺមិនគិតលុយទេថៅកែវិនជួយអរគុណលោកពូជំនួសខ្ញុំផងបាទខ្ញុំនឹងពំនាំពាក្យនេះទៅ សៀវស៊ុយមិនក៏ឯងមានកាត VIP អាគារយានពីងមិនក៏ពួកគេធ្វើល្អដាក់ឯងម្លេះ លោកយាយខ្ញុំគ្រាន់តែជាជំនួយការម្នាក់ប៉ុណ្ណោះប្រហែលជាពួកគេគ្រាន់តែយកយល់មុខថៅកែខ្ញុំទេ ថៅកែជានរណាទៅលោកយាយថៅកែបងថ្លៃគឺឈិនធានហឺចៅប្រសារប្រុសខ្ញុំមានទំនាក់ទំនងរវាងឯងនិងឈិនធានហឺបែបនេះពួកយើងនៅខ្លាចថាមិនបាន កិច្ចសហការទៀតអីលោកយាយលោកប្រធានឈិនធ្លាប់និយាយកាលពីពេលដែលជួខ្ញុំទូនីតិខ្ញុំគ្រាន់តែជាជំនួយការរឿងផ្សេងខ្ញុំមិនលូកដៃទេដូច្នេះខ្ញុំជួយលោកយាយមិនបានទេឯងត្រឹមតែជាជំនួយការតូចតាចក្អេងក្អាងស្អី ពេលនេះឯងអាចជួយត្រកូលលីបានឯងគួរតែមានមោទនភាពទើបត្រូវក្រៅពីសៀវស៊ុយនិងឈីងឈីងអ្នកផ្សេងទៀតលុតជង្គង់ចុះឲ្យខ្ញុំទាំងអស់ម៉ាក់នេះចង់ធ្វើអី តើខ្ញុំនិយាយមិនទាន់ច្បាស់ទេអីលោកយាយនេះមានន័យថាម៉េច ឈីងឈីងឲ្យ គេឈ្មោះត្រកូលីមិនអាចបំផ្លាញក្នុងដៃយាយទេបើមិនអាចទទួលបានកិច្ចសហការធំជាមួយក្រុមហ៊ុនសៀវធានទេពួកយើងនឹងចប់មិនខានទេលោកយាយបើម៉ាក់នាងនិងពូនាងលុតជង្គង់នៅមិនទាន់គ្រប់គ្រាន់អញ្ចឹងបុកទាំងយាយចាស់ម្នាក់នេះលុតជង្គង់ឲ្យនាងទៀតប្រហែលជាបានហើយមែនទេអេម៉ាក់លោកយាយខ្ញុំយល់ព្រមលោកយាយខ្ញុំទទួលមុខមាត់ជំនួសនាងខ្ញុំទៅរកលោកឈិនសាក់មើលនៅមិនព្រមប្រញាប់អរគុណឈីងឈីងទៀតខ្ញុំទៅទទួលសៀវយានជឿសិនហើយកុំភ្លេចរឿងសហការណាអ្នកគ្រូប្រាប់ថាទូរទស្សន៍ខេត្តនឹងរៀបចំការប្រកួតរាំថ្ងៃស្អែកពួកយើងចុះឈ្មោះឲ្យយីជឿចូលរៀនរាំទៅទេគួរតែចុះឈ្មោះចូលរៀនធម្មតាវិញល្អជាង
សួស្តីតើទីនេះជ្រើសរើសគ្រូបង្រៀនរំមែនទេខ្ញុំរៀនផ្នែករបាំបុរាណ អូកន្លែងខ្ញុំនេះត្រូវការគ្រូដែលចេះឡាទីនទំនើបបាលេរបាំបុរាណនិងហ៊ីបហបគឺចេះសពគ្រប់តើនាងអាចទេ លក្ខខណ្ឌរបស់លោកនេះវាហួសហេតុពេកហើយសាលាយើងមានតែប៉ាយស៊ីនប៉ុណ្ណោះដែលស័ក្តិសម ប៉ាយស៊ីនអេសិស្សប្អូនតើប្អូនអាចជួយណែនាំនាងឲ្យខ្ញុំបន្តិចបានទេ អូគាត់នៅទីនោះស្រាប់ សួស្តីតើនេះជាអ្នកនាងប៉ាយស៊ីនមែនទេកូនស្រីខ្ញុំចង់រកគ្រូបង្រៀនផ្ទាល់មិនដឹងថាអ្នកនាងមានពេលទំនេរឬទេបងប្រុសស្រីម្នាក់នេះខ្ញុំជាអ្នកមើលថែបងប្រុសស្រីម្នាក់នេះគឺជារបស់ខ្ញុំអា អរគុណលោក រឿងធ្វើជាគ្រូបង្រៀនផ្ទាល់នោះអ្នកនាងពិចារណាមើលចុះ លោកពិតជាមានកូនមែន បាទកូនស្រីខ្ញុំឆ្លងខួបឆ្នាំនេះគឺអាយុ5ឆ្នាំហើយ អញ្ចឹងលោកពិតជាចង់ជួលខ្ញុំធ្វើជាគ្រូបង្រៀនផ្ទាល់មែន បាទ ប៉ុន្តែ1ម៉ោងខ្ញុំយក2,000 រៀលសម្រាប់ថ្លៃបង្រៀន អូគ្មានបញ្ហាទេមែនហើយគ្រូបង្រៀនផ្ទាល់បងរកបានហើយពិតមែនអីចាំយប់ស្អែកបងនាំអូនទៅជួបគាត់ យប់ស្អែកមិនបានទេយប់ស្អែកអូនត្រូវកំដរភ្ញៀវម្នាក់ទៅចូលរួមកម្មវិធីជប់លៀងនៅលីទូ កម្មវិធីជប់លៀងអាឡូជួយរកឲ្យខ្ញុំមួយសន្លឹកកម្មវិធីជប់លៀងនោះតម្រូវឲ្យមានដៃគូជានារីខ្ញុំនៅទីក្រុងលីងជាងគ្មានអ្នកស្គាល់ទេមានតែមករកនាងប៉ុណ្ណោះ មិនអីទេខ្ញុំចាត់ទុកថាមកបើកភ្នែកមើលពិភពលោកប្រធានយ៉ាងលោកមិនមែនថាឲ្យខ្ញុំមកចូលរួមកម្មវិធីជប់លៀងដើម្បីនិយាយរឿងចំនួនជាមួយខ្ញុំទេអី ចាំចូលរួមកម្មវិធីជប់លៀងចប់សិនចាំនិយាយគ្នាតាមសម្រួល ប្រធានយ៉ាងខ្ញុំគ្រាន់តែយល់ព្រមចូលរួមកម្មវិធីជាមួយលោកប៉ុណ្ណោះមិនក៏មកនិយាយរឿងចូលចិត្តខ្ញុំអញ្ចឹង ហាប្រធានយ៉ាងពិតជាមានសំណាងមែនលោកមានមិត្តស្រីស្អាតយ៉ាងនេះ មិនមែនទេខ្ញុំគ្រាន់តែមកកំដរប្រធានយ៉ាងចូលរួមជប់លៀងប៉ុណ្ណោះមិនមែនជា នេះគឺជាដៃគូសហការជំនួយរបស់ខ្ញុំសង្ឃឹមថាថ្ងៃក្រោយមានឱកាសសហការហាល្អតើគប់ជួនកម្មវិធីលើកនេះខ្ញុំខ្វះដៃគូនារីម្នាក់មិនស័ក្តិឲ្យអ្នកនាងដ៏ស្រស់ស្អាតនេះធ្វើជាដៃគូខ្ញុំទៅពួកយើងក៏អាចនិយាយគ្នាផងដែរអ្នកប្រុសវ័យគឺជាកូនប្រុសសេដ្ឋីលេខ1នៅលីនជាងនេះគឺជាឱកាសដ៏ល្អមួយហើយ ប្រធានឡាំង ខ្ញុំសុំទោសផងនាងគឺជាប្រពន្ធរបស់ខ្ញុំមិនអាចធ្វើជាដៃគូរបស់លោកបានទេប្តីរបស់ប្រធានលីចៅស៊ុយនិយាយថាស្រីស្អាតលេខ1ប្រចាំទីក្រុងលីនជាងលីឈីងរៀបការជាមួយឈ្មោះចៅស៊ុយមិនប្រហែលជាឯងទេដឹងគ្រាន់តែជាមនុស្សអត់បានការសោះបើទោះជាឯងកុំគិតថាមានលុយបន្តិចបន្តួចអាចធ្វើអ្វីស្រេចតែចិត្តនៅទីក្រុងលីនជាងនេះឲ្យសោះអេអ្នកប្រុសវ័យកាន់លិខិតអញ្ជើញរបស់ឈិនធានហឺលិខិតអញ្ជើញរបស់ឈិនធានហឺមកចូលរួមកម្មវិធីជប់លៀងមនុស្សរបស់លោកឈិនមិនមែនជាមនុស្សដែលឯងអាចប៉ះពាល់បានទេបានហើយកុំខ្វល់នឹងវាខ្ញុំគឺជាជំនួយការរបស់លោកឈិន ហា នេះពិតជារឿងកំប្លែងមែនមនុស្សអត់បានការចង់មកកន្លែងខ្ញុំថ្ងៃនេះខ្ញុំនឹងបើកភ្នែកឲ្យឯងបានឃើញហ៊ានភ្នាល់ជាមួយខ្ញុំម្ដងទេបើឯងឈ្នះខ្ញុំនឹងឲ្យឯង1លានបើឯងចាញ់ឲ្យប្រពន្ធរបស់ឯងធ្វើជាដៃគូខ្ញុំហេតុអីខ្ញុំត្រូវឲ្យទៅលោកទោះបីជាលោកឲ្យខ្ញុំ1លានឬលោកឲ្យខ្ញុំ100លានក៏ដោយខ្ញុំក៏មិនឲ្យប្រពន្ធខ្ញុំធ្វើជា ហា ល្អអញ្ចឹង ពួកយើងដូរលក្ខខណ្ឌ បើឯងឈ្នះ ខ្ញុំនៅតែឲ្យឯង1លានដដែល ប៉ុន្តែបើឯងចាញ់លុតជង្គង់ចុះហើយខ្ញុំថាលោកតា3ដងល្អខ្ញុំយល់ព្រម បងឈួតហើយអី
អ្នកប្រុសវ័យម្នាក់នេះគឺល្បីខាងលេងល្បែងណាស់មិនអីទេមានគេចង់ឲ្យលុយ1 លានយើងទេមិនក៏យើងមិនយកនោះឯងព្រមចុះចាញ់ពេលនេះនៅតាន់ឲ្យប្រពន្ធថែងមកខ្ញុំអាចឲ្យឯង1 លានផ្ទាល់កុំនិយាយច្រើនចាប់ផ្ដើមទៅសាមញ្ញណាស់ម្នាក់ចាប់បៀ3សន្លឹករៀបចំលុតជង្គង់ចុះទៅហេតុអីនរណាចាញ់នរណាឈ្នះនៅមិនទាន់ដឹងនៅឡើយទេមិនមែនគ្រាន់តែបៀ2សន្លឹកទេអីសន្លឹកចុងក្រោយអ្នកប្រុសវ័យលោកចាញ់ហើយវាមិនអាចទៅរួចទេអ្នកណានៅទីនោះវាលេងខូចចាប់វាទៅមិននឹកស្មានថាអ្នកប្រុសវ័យបែរជាមនុស្សចាញ់លុយហើយមិនទទួលខុសត្រូវសោះដូចចង់បានជីវិតអញ្ចឹងអ្នកផ្សេងខ្លាចត្រកូលវ័យលោកតែត្រកូលវាងយើងមិនខ្លាចទេប្រញាប់យកលុយមកលឿនឡើងអរគុណអ្នកប្រុសវ័យថ្ងៃក្រោយបើមានលុយមិនដឹងចៃឯណាអាចមកគ្រប់ពេលអំបាញ់ងែងនាងគឺលីឈីងឈីងនាងគឺលីឈីងឈីងស្រីស្អាតលេខ1ប្រចាំទីក្រុងលីនជាងគឺមានតែប៉ុណ្្នឹងទេអីនេះគឺពួកគេចេះតែនិយាយទេថ្ងៃនេះបើខ្ញុំបំផ្លាញមុខនាងអញ្ចឹងលីឈីងឈីងនឹងបាត់បង់តំណែងស្រីស្អាតលេខ1ប្រចាំទីក្រុងលីនជាងមិនខានអញ្ចឹងស្រីស្អាតលេខ1នេះនឹងក្លាយជារបស់វាងយ៉ាខ្ញុំហើយនាងគឺជាប្រពន្ធខ្ញុំហ៊ានរករឿងខ្ញុំត្រកូលវាងក៏ត្រូវរលីដែរថ្ងៃនេះខ្ញុំប៉ះហើយឯងធ្វើអីបានតាមពិតលោកចៅចង់អញ្ជើញខ្ញុំរាំសោះអញ្ចឹងខ្ញុំនឹងកំដរលោករាំមួយបទអ្នកនាងលីលោកប្តីលោករាំមួយបទមិនប្រកាន់ទេមែនទេប្រកាន់មិននឹកស្មានថាលោកចៅរាំបានល្អយ៉ាងនេះសោះឈីងឈីងត្រឡប់ទៅផ្ទះវិញមានលុយ1 លាននេះហើយពួកយើងអាចយកលុយទៅសង្លោកឆាន់វិញបានហើយបែបនេះបងអាចមកធ្វើការនៅក្រុមហ៊ុនអូនបានហើយយកលុយទៅសងគាត់សិនចាំគិតទៀតតោះយើងអរគុណលោកតែបានជួយពេលពួកយើងតច្រកបំផុតលុយនេះសងលោកវិញប៉ុន្តែខ្ញុំមិនគិតឲ្យចៅស៊ុយធ្វើជាជំនួយការទៀតទេបាទត្រូវហើយអរគុណលោកឈិនដែលបានមើលថែខ្ញុំគឺគិតចង់ត្រឡប់ទៅធ្វើជាបុគ្គលិកនៅក្រុមហ៊ុនប្រពន្ធដើម្បីស្វែងយល់ពីការងារក្រុមហ៊ុនជាមុនសិនទៅជួយនាងមើលការខុសត្រូវក្រុមហ៊ុនបើជារឿងប្រាក់ខែខ្ញុំអាចឲ្យប្រាក់ខែ50,000ក្នុងមួយខែបន្តជួគេចាត់ទុកថាជាទឹកចិត្តរបស់ខ្ញុំចុះប្រាក់ខែ50,000តែនៅតែអរគុណលោកឈិនដែលបានផ្ដល់តម្លៃក្រុមហ៊ុនរបស់ឈីងឈីងពេលនេះគឺកំពុងតែត្រូវការមនុស្សខ្ញុំជាប្តីមិនអាចទុកនាងចោលទេបងចង់ត្រឡប់ទៅជួយនាងមែនទេបើអញ្ចឹងមែនខ្ញុំក៏មិនបង្ខំទុកដែរ
ប៉ុន្តែទ្វារក្រុមហ៊ុនសៀវធានស្វាគមន៍លោកជានិច្ចបើមានពេលឧស្សាហ៍មកលេងតាចាស់នេះផងបាទអរគុណលោកឈិនប្រាក់ខែ 50,000 ក៏មិនយកដែរនៅកន្លែងអូនអាចបើកឲ្យត្រឹមតែ 5,000 ប៉ុណ្ណោះ អញ្ចឹងបងនឹងខិតខំរកគម្រោងល្អឲ្យក្រុមហ៊ុនចាំក្រុមហ៊ុនរកលុយបានថៅកែលីប្រហែលជាមិនចិត្តអាក្រក់ដាក់បងទេទើបមកដល់ក៏រៀបចំផែនការយកចំណេញបាត់ទៅហើយ អុយបងគ្រាន់តែនិយាយលេងទេខ្លួនបងក៏ជារបស់អូនហើយលុយរកបានក៏ជារបស់អូនដែរ អញ្ចឹងទើបសម ចុះម៉េចមិនប្រញាប់ចុះហត្ថលេខាលើកិច្ចសន្យាលក់ខ្លួនឲ្យអូនទៀតអាឡូគឺអ្នកនាងវាងនាងមិនមែនថាមានការងារឲ្យខ្ញុំទេអីដើរយូរហើយជាការងារអីឲ្យប្រកាស បើមិនអញ្ចឹងទេលោកធ្វើជាសង្សារខ្ញុំទៅ1 ម៉ោងខ្ញុំឲ្យ 10,000 យ៉ាងម៉េចចង់ញ៉ែខ្ញុំមែនទេ ច្បាស់យ៉ាងនេះលោកនៅមើលមិនដឹងទៀតអីអើយ បានហើយខ្ញុំមានប្រពន្ធហើយ អញ្ចឹងលោកលែងលះទៅគឺបានហើយខ្ញុំមិនប្រកាន់លោកទេ សុំទោសផងខ្ញុំមិនមែនជាមនុស្សផ្ដេសផ្ដាសទេហេតុអីឆ្លៀតឱកាសលើខ្ញុំ លោកទេដែលឆ្លៀតឱកាសលើខ្ញុំនោះ អ្នកនាងវាងនេះ1 ម៉ោងហើយតាមការសន្យាគួរតែទូទាត់លុយហើយ ខ្ញុំចង់ថែម 1 ម៉ោងទៀត បានហើយកុំរំខានទៀតខ្ញុំត្រូវទៅរកការងារធ្វើរកលុយ ណែ អូយអ្នកនាងវាងម៉េចក៏ចេះតែដើរតាមខ្ញុំអញ្ចឹង ខ្ញុំគ្រាន់តែចង់មើលថាលោកនិយាយការងារយ៉ាងម៉េចប៉ុណ្ណោះនេះមិនមែនជាក្រុមហ៊ុនរបស់យ៉ាងខាយទេអី ត្រូវហើយអាមួយនេះមិនព្រមលះបង់បំណងអាក្រក់សោះដាក់ការបញ្ជាទិញឲ្យក្រុមហ៊ុនប្រពន្ធខ្ញុំចង់ដឹងណាស់ថាវាមានផែនការអីឲ្យប្រកាស អញ្ចឹងលោកនាំខ្ញុំទៅជាមួយផងទៅស្រីស្អាតដូចជាខ្ញុំធ្វើជាលេខាឲ្យបុគ្គលិកដូចជាលោកក៏មិនបាត់មុខមាត់អីដែរលោកតើលោកមានការណាត់ទុកទេគ្មានទេនាងគ្រាន់តែប្រាប់ថាវាងយ៉ាមកដល់ហើយខ្ញុំធានាថាថៅកែអ្នកច្បាស់ជារត់ចេញមកជួបពួកយើងមិនខាន អរគុណអ្នកនាងវាងប៉ុន្តែខ្ញុំបានណាត់ទុករួចហើយ ណាត់ទុកអីខ្ញុំគឺជាតារាស្រីលេខ 1ប្រចាំទីក្រុងលីងជាងខ្ញុំធានាថាបន្តិចទៀតគេនឹងរត់មកជួបពួកយើងមិនខានប៉ងយ៉ាលោកមើលខ្ញុំប្រាប់ហើយតើអ្នកដែលគេរកមិនមែនខ្ញុំទេគឺគាត់ ប្រធានយ៉ាងខ្ញុំតំណាងឲ្យក្រុមហ៊ុនរចនាយីជឿមកចុះកិច្ចសន្យាជាមួយលោកមិនក៏ជាឯងថ្ងៃនេះខ្ញុំគ្មានពេលចុះកិច្ចសន្យាជាមួយឯងទេថ្ងៃក្រោយចាំមកទៀតចុះបងយ៉ាបងមកក្រុមហ៊ុនខ្ញុំថ្ងៃនេះពិតជាផ្ដល់កិត្តិយសខ្លាំងណាស់តោះទៅការិយាល័យខ្ញុំញ៉ាំតែមួយពែងប្រធានយ៉ាងលោកមិនមែនបានណាត់ជាមួយប្រធានលីយើងហើយទេអីពេលវេលាថ្ងៃនេះចុះកិច្ចសន្យានោះក៏ត្រូវមើលថាចុះជាមួយនរណាដែរបើប្រធានលីមកមិនប្រកាសថាយប់នេះអាចនិយាយត្រូវគ្នាទេបើពឹងផ្អែកលើឯងចៅសុយរំខានឯងត្រឡប់ទៅប្រាប់ប្រធានលីវិញផងពិភាក្សាកិច្ចសហការសូមបង្ហាញភាពស្មោះត្រង់មកផងពួកយើងបានបញ្ចេញគម្រោងរចនាយ៉ាងល្អឥតខ្ចោះហើយនេះនៅមិនទាន់បញ្ជាក់ពីភាពស្មោះត្រង់ទៀតអីចៅសុយឯងពិតជាស្ដាប់ភាសាមនុស្សមិនយល់ឬធ្វើពុតជាល្ងងផ្ដល់ការងារឲ្យក្រុមហ៊ុនឯងឬអត់នោះគឺអាស្រ័យលើអារម្មណ៍របស់ខ្ញុំយ៉ាងខាយនិយាយត្រូវហើយចៅសុយចង់ពិភាក្សាការងារឲ្យបានសម្រេចក៏គ្មានបញ្ហាដែរឲ្យប្រពន្ធថែងយប់នេះមករកខ្ញុំម្ដងមិនមែនដោះស្រាយបានគ្រប់យ៉ាងហើយទេអីអាឡូលោកប្រធានឈិនលោកមានន័យថាក្រុមហ៊ុនសៀវធាននិងគម្រោង100 លានរបស់ក្រុមហ៊ុនខៃយៀកនោះអីប៉ុន្តែថ្ងៃនេះប្រធានយ៉ាងប្រាប់ថាគាត់អារម្មណ៍មិនល្អទេគ្មានពេលទេឯងលេងសើចនឹងខ្ញុំមែនទេខ្ញុំមើលទៅឯងប្រហែលជាធុញនឹងការរស់នៅហើយហ៊ានយកឈ្មោះលោកឈិនមកគំរាមខ្ញុំឯងកុំភ្លេចណា
ខ្ញុំគឺជាមនុស្សរបស់ផ្នែកទីផ្សារក្រុមហ៊ុនស៊ីវធានបើមិនអញ្ចឹងមិនក៏ខ្ញុំអាចដឹងពីកិច្ចសហការរវាងក្រុមហ៊ុនស៊ីវធាននិងក្រុមហ៊ុនខៃយៈរបស់ឯងរឿងនេះបានគ្រាន់តែជាជំនួយការម្នាក់សោះយ៉ាងច្រើនក៏ធ្លាប់ឃើញឯកសារសហការប៉ុណ្ណោះមិនប្រហែលជាឯងពិតជាអាចសម្រេចចិត្តក្នុងកិច្ចសហការនេះបានទេដឹងខ្ញុំក្នុងនាមជាជំនួយការរបស់លោកប្រធានឈិនមកជួយគាត់សង្កេតមើលចរិតលក្ខណៈរបស់ក្រុមហ៊ុនសហការបន្តិចតែឯងក្នុងនាមជាប្រធានក្រុមហ៊ុនមួយធ្វើការងារអាស្រ័យតែលើអារម្មណ៍ខ្ញុំគិតថាគាត់ចាស់ហើយមិនសហការជាមួយឯងទេឯងចង់យ៉ាងម៉េចថ្ងៃនេះចុះកិច្ចសន្យាឲ្យខ្ញុំភ្លាមហើយធានាថាថ្ងៃក្រោយនឹងមិនមករំខានឈីងទៀតរឿងថ្ងៃនេះខ្ញុំនឹងចាត់ទុកថាដូចជាមិនធ្លាប់កើតឡើងហាឯងចង់វា នាងកំពុងធ្វើអីប្តឹងប៉ូលីសមែនទេប្តឹងប៉ូលីសថាយ៉ាងខាយប្រមូលផ្ដុំវាយតប់គ្នាចៅស៊ុយគ្រាន់តែការពារខ្លួនប៉ុណ្ណោះបងយ៉ានាងខ្ញុំអាចធ្វើសាកសីបានចៅស៊ុយគ្រាន់តែមកចុះកិច្ចសន្យាប៉ុណ្ណោះចំណែកឯងវិញបែរជាហៅសន្តិសុខមកវាយគេមិនមែនទេគេជាអ្នកវាយមុនប្រធានយ៉ាងលើកនេះខ្ញុំមិនបានកុហកលោកទេអាឡូសៀវយីអាលើកមុនខ្ញុំបានប្រាប់ហើយលោកឈិនលោកនិយាយពីកិច្ចសហការជាមួយក្រុមហ៊ុនខៃយៈមែនទេពេលនេះខ្ញុំកំពុងនៅក្រុមហ៊ុនទំហំរបស់ក្រុមហ៊ុននៅត្រូវការសង្កេតបន្ថែមទៀតនេះតម្លៃគម្រោងសរុបរៀងទាបបន្តិចមិនអីទេរឿងតម្លៃជាក់លាក់ចាំខ្ញុំត្រឡប់ទៅរាយការណ៍ជូនលោកវិញប្រធានយ៉ាងនិយាយមកទៅផ្នែកហិរញ្ញវត្ថុយកសាច់ប្រាក់50,000ឲ្យគាត់ហើយចុះកិច្ចសន្យាផងខ្ញុំថាម៉េចប្រធានយ៉ាងគ្រាន់តែកិច្ចសន្យាតូចមួយ50,000សោះចាំបាច់ធ្វើឲ្យមានរឿងធំបែបនេះធ្វើអីមិននឹកស្មានថាឯងគ្រាន់តែជាជំនួយការម្នាក់លោកប្រធានឈិនបែរជាប្រគល់គម្រោងធំបែបនេះឲ្យឯងមកសង្កេតសោះតាមពិតលោកបានសុំលាឈប់ពីលោកប្រធានឈិនរួចហើយអំបញ្ញមិញលោកប្រធានឈិនទូរស័ព្ទមកខ្ញុំប្រហែលជាចង់និយាយពីរឿងលាឈប់ហើយប៉ុន្តែនៅតែអរគុណលោកប្រធានឈិនដែលព្រមសហការសម្ដែងរឿងនេះជាមួយខ្ញុំប៉ុន្តែលោកលែងជាជំនួយការរបស់លោកប្រធានឈិនទៀតហើយមិនក៏ហ៊ានយកឈ្មោះលោកប្រធានឈិនមកគំរាមយ៉ាងខាយទៀតសាមញ្ញណាស់យ៉ាងខាយគឺជាអ្នកជំនួញមួយគឺគម្រោងធំរាប់រយលានមួយទៀតគូកិច្ចសន្យាតូចរាប់សិបម៉ឺនបើជានាងក៏ចេះថ្លឹងថ្លែងដែរដូច្នេះទោះបីជាគេដឹងថាលោកកំពុងបញ្ឆោតគេក៏ដោយគេក៏មិនហ៊ានប្រថុយនឹងហានិភ័យនេះដែរឆ្លាតណាស់ប៉ុន្តែនៅតែត្រូវអរគុណលោកប្រធានឈិនទើបធ្វើឲ្យរឿងនេះរលូនបែបនេះមិននឹកស្មានថាឯងគ្រាន់តែជាកូនប្រសាបែរជាពូកែយល់ពីចិត្តមនុស្សយ៉ាងនេះសោះថ្ងៃនេះនៅតែត្រូវអរគុណអ្នកនាងវាងតែជួយរត់ការងារឲ្យខ្ញុំលាហើយយ៉ាងម៉េចគ្រាន់តែអរគុណតាមមាត់ទេអីមិនគិតប៉ាវខ្ញុំញ៉ាំបាយទេច្បាស់ជាមិនបានទេខ្ញុំជាមនុស្សមានគ្រួសារហើយបើញ៉ាំបាយជាមួយស្រីស្អាតតែ2នាក់ពេលត្រឡប់ទៅវិញច្បាស់ជាពិបាកបកស្រាយមិនខានលោកនៅក្នុងត្រកូលលីគ្រាន់តែជាកូនប្រសារដែលគេមើលងាយប៉ុណ្ណោះទោះបីជាបែបនេះក៏លោកនៅតែចង់នៅត្រកូលលីទៀតមិនស្លោកមិនស្លែងលេះហើយមកនៅជាមួយខ្ញុំនេះក៏យប់ជ្រៅហើយដែរខ្ញុំគួរតែត្រឡប់ទៅធ្វើម្ហូបឲ្យប្រពន្ធកូនខ្ញុំហើយលេហើយក្មេងស្រីដែលទៅចូលរួមកម្មវិធីរាំជាមួយចៅស៊ុយគឺជាសិស្សសាលាបាំជាគ្រូបង្រៀនផ្ទាល់របស់កូនស្រីវាមួយនេះពិតជាមានសំណាងរឿងស្រីមែនធ្វើតាមផែនការដែលបានរៀបចំទុកលោកចៅខ្ញុំជួបបញ្ហាហើយនាងកុំបារម្ភខ្ញុំទៅដល់ឥឡូវហើយលោកចៅ
លោកចៅលោកជួយខ្ញុំផង កាត់អីកុំភ័យនិយាយតាមសម្រួល មានមនុស្សម្នាក់បានឲ្យការដូរខ្ញុំយ៉ាងច្រើនក្នុងពេលឡាយថាចង់ជួបខ្ញុំថាមិនជួបគេនឹងសម្លាប់ខ្ញុំហើយថែមទាំងអាចប្រាប់ពីអាសយដ្ឋានផ្ទះខ្ញុំយ៉ាងត្រឹមត្រូវទៀតផង ជាមនុស្សរស់នៅក្រុងជាមួយគ្នាអត់ មិនដឹងទេខ្ញុំគ្រាន់តែដឹងពីអេតរបស់គេ បែបនេះចុះនាងផ្ញើអេតគេមកឲ្យខ្ញុំនឹងឲ្យគេស៊ើបមើលកុំខ្លាចអីបើមានរឿងត្រូវប្តឹងប៉ូលីសជាបន្ទាន់បើដោះស្រាយមិនបានខំមកខ្ញុំអរគុណលោកចៅមិនបាច់គួរសមទេអញ្ចឹងនាងត្រឡប់ទៅវិញសិនទៅវិនប៉ាវជួយស៊ើបមនុស្សម្នាក់ឲ្យខ្ញុំ លោកចៅមនុស្សនោះផ្ញើសារមកខ្ញុំទៀតហើយលោកចៅមនុស្សនោះផ្ញើសារមកខ្ញុំទៀតហើយគេថាបើខ្ញុំប្តឹងប៉ូលីស គេនឹងសម្លាប់ខ្ញុំគេថាមិនទៀតកាត់អី គេថែមទាំងនិយាយថាឲ្យខ្ញុំធ្វើជាសង្សារគេហើយទុកពេលឲ្យខ្ញុំពិចារណាតែ3ថ្ងៃប៉ុណ្ណោះ មើលទៅពួកយើងមិនអាចអង្គុយចាំស្លាប់បានទេតោះទៅកន្លែងមួយជាមួយខ្ញុំ លោកចៅលោកនាំខ្ញុំមកសន្តាគារធ្វើអី គេមិនមែនចេះតែនិយាយថាឲ្យនាងធ្វើជាសង្សារទេអីបើឲ្យគេដឹងថានាង ប៉ុន្តែគេជាមនុស្សវិកលចរិតខ្ញុំខ្លាចគេសងសឹកពួកយើង គឺដោយសារតែគិតពីសុវត្ថិភាពរបស់នាងនេះហើយទើបត្រូវធ្វើបែបនេះអញ្ចឹងក៏បានសម្រាកសិនទៅ គឺអាមនុស្សវិកលចរិតនោះពួកយើងឥឡូវគួរធ្វើយ៉ាងម៉េច មើលទៅអាមនុស្សវិកលចរិតនេះពិតជាតាមដាននាងមែនសុំទោសផងអ្នកនាងប៉ាយ លោកចៅលោកកំពុងធ្វើអីហ្នឹង ពួកយើងសម្ដែងត្រូវតែសម្ដែងឲ្យសមបន្តិចទៀតថតរូបមួយសន្លឹកផ្ញើទៅអាមនុស្សវិកលចរិតនោះ ប៉ុន្តែពួកយើងធ្វើបែបនេះមិនមែនធ្វើឲ្យគេខឹងទេអី ពួកយើងគឺចង់ធ្វើឲ្យគេខឹងនឹងហើយវិនប៉ាវរៀបចំខ្លួនឲ្យរួចរាល់ គេទុកសារមកវិញហើយសុំទោសផងដែលទាញនាងចូលក្នុងរឿងនេះ មិនអីទេមនុស្សម្នាក់នោះចិត្តស៊ីនុយហើយពួកយើងពេលនេះគ្រាន់តែរងចាំដោយស្ងប់ស្ងាត់ទៅបានហើយលែងលុតជង្គង់ចុះបើមិនអញ្ចឹងខ្ញុំនឹងឲ្យគេស្លាប់នៅមុខឯងបានខ្ញុំលុតស្អីគេស្គាល់មនុស្សម្នាក់នេះទេ មិនស្គាល់ទេ បងធំចាត់ការមនុស្សនេះយ៉ាងម៉េចបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសទៅដាស់តឿនពួកឯងយកល្អលែងខ្ញុំទៅបើមិនអញ្ចឹងមនុស្សរបស់ពួកយើងមិនលើកលែងឲ្យពួកឯងទេមនុស្សវិកលចរិតឥឡូវក៏មានបាក់ពួកដែរអីនិយាយមកអ្នកនៅពីក្រោយខ្នងឯងជានរណាដឹងទៅក៏គ្មានប្រយោជន៍អីចំពោះឯងដែរកុំជីក្រណ្ដៅកប់ខ្លួនឯងអីហ៊ាននិយាយបែបនេះជាមួយបងចៅនិយាយមកឯងជាមនុស្សបែបណាឲ្យប្រកាសប៉ាវជឿធ្វើឲ្យវាហើបមាត់និយាយខ្ញុំនិយាយទាំងអស់អ្នកនៅពីក្រោយខ្នងឯងជានរណាគឺអ្នកប្រុសច្បងត្រកូលយ៉ាង
ខ្ញុំដាស់តឿនពួកឯងចុងក្រោយគួរតែលែងខ្ញុំទៅបើមិនអញ្ចឹងថ្ងៃនេះពួកឯងទាំងអស់គ្នាសុទ្ធតែមិនអាចដើរចេញពីបន្ទប់នេះបានទេហើយគេមកទីនេះយីទេឯងហៅទៅប៉ាវជីវពួកយើងរៀបចំខ្លួនឲ្យបានល្អបន្តិចឲ្យតែឯងធ្វើតាមអ្វីដែលខ្ញុំប្រាប់គឺបានហើយយោហា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 ឯងធ្វើឲ្យខ្ញុំបាត់បង់ការទុកចិត្តពីអ្នកប្រុសវ័យថែមទាំងបោកខ្ញុំអស់50,000ទៀតថ្ងៃនេះខ្ញុំនឹងធ្វើឲ្យឯងចងចាំឲ្យបានល្អឈប់ដៃសូមអង្វរលោកលែងចៅស៊ុយទៅលោកចង់ឲ្យខ្ញុំធ្វើអីក៏បានដែរពិតជាគូកំសត់មែនគួរឲ្យស្ដាយដែលនាងរើសខុសមនុស្សហើយគ្រាន់តែជាកូនប្រសាម្នាក់សោះអាងថាខ្លួនឯងធ្វើជាឆ្កែឲ្យឈិនធានហឺក៏អាចធ្វើអ្វីស្រេចតែចិត្តបានដែរអីខ្ញុំគិតថាមានអីល្អជាងនៅជាមួយខ្ញុំទៅលើកមុនឯងធ្វើឲ្យខ្ញុំបាត់បង់ការទុកចិត្តពីអ្នកប្រុសវ័យធ្វើឲ្យខ្ញុំត្រឡប់ទៅវិញត្រូវគ្រួសារស្ដីបន្ទោសដូច្នេះលោកក៏ផ្ញើសារគំរាមកំហែងរួចក៏បញ្ជូនគេមកសម្លាប់ពួកយើងមែនទេមិនខុសទេដូច្នេះថ្ងៃនេះពួកយើងគិតគូរកនីចាស់ថ្មីចូលគ្នាទាំងអស់ខ្ញុំនឹងឲ្យឯងភ្លក់រសជាតិថតទុកអស់ហើយមែនទេប៉ាវជឺឯងកុំប៉ះខ្ញុំប្រកាសណាស់ថតទុកអស់ហើយមិនអីទេផុសតាំងធ្វើជាមួយគ្នានេះជាអីក្រអូបណាស់ខ្ញុំដូចជារៀងវិលមុខបន្តិចទឹកតែរបស់ខ្ញុំសុំទោសខ្ញុំមិនអីទេរឿងថ្ងៃនេះបញ្ចប់ត្រឹមនេះចុះពូឈីងលោកយាយឲ្យពូមកប្រាប់ឯងថាតើឯងអាចទៅក្រុមហ៊ុនស៊ីវធានម្ដងទៀតបានទេជួយសុំការងារបន្ថែមបន្តិចឲ្យពួកយើងលើកមុនក្រុមហ៊ុនសៀវធានមិនមែនផ្ដល់ការងារ30លានឲ្យពួកយើងទេអីនេះលោកស្រីឯងមើលក្រុមហ៊ុនស៊ីវធាននេះការវិនិយោគនៅទីក្រុងលៀនជាងគឺលើសពីរាប់ម៉ឺនលានទៅហើយនេះគ្រាន់តែឲ្យពួកយើង30លានមិនមែនតិចពេកទេអីហើយលោកយាយឯងប្រាប់ថាឲ្យតែឯងអាចទាមទារចំណែកធំជាងនេះពីក្រុមហ៊ុនស៊ីវធានបានថ្ងៃក្រោយម្ដាយឯងក៏អាចទទួលបានចំណែកទ្រព្យសម្បត្តិច្រើនជាងនេះដែរពូខ្ញុំប្រាប់តាំងពីយូរហើយនឹងមិនលូកដៃក្នុងរឿងត្រកូលលីទៀតទេចំណែកពួកពូចង់បានគឺទៅរកក្រុមហ៊ុនសៀវធានដោយខ្លួនឯងទៅឯងនិយាយថាអីអញចិញ្ចឹមឯងមកអត់ប្រយោជន៍សោះឯងចង់ធ្វើអីចេញទៅឯងធ្វើអីខ្ញុំជាពូរបស់ឈីងមានពូដូចជាលោកខ្ញុំមានអារម្មណ៍ថាខ្មាស់គេណាស់ពូត្រឡប់ទៅប្រាប់លោកយាយវិញទៅខ្ញុំនឹងមិនជួយត្រកូលលីទៀតទេលោកចេញទៅយីទេចៅស៊ុយបានហើយឲ្យគាត់ត្រឡប់ទៅវិញចុះខ្ញុំទៅពួកឯងចាំមើលខ្ញុំមិនទាន់ចប់ជាមួយពួកឯងទេបានហើយកុំខឹងអីបងដឹងថាពួកគេនឹងមិនព្រមឈប់ត្រឹមនេះទេលើកនេះពួកគេគួរតែអស់សង្ឃឹមហើយមែនទេពួកគេនឹងនៅតែរកបញ្ហាមកទៀតមិនខានបានហើយអូននាំយីជឿទៅសម្រាកសិនទៅនេះក្រុមហ៊ុនស៊ីវធានថ្ងៃក្រោយបដិសេធរាល់កិច្ចសហការទាំងអស់ជាមួយត្រកូលលី
យីជីវ យីជឿនៅឯណាយីជឿមិនមែននៅជាមួយបងទេអីយីជឿ យីជីវកុំទៅ គួរធ្វើយ៉ាងម៉េចទៅ មិនអីទេពួកយើងច្បាស់ជារកយីជីវឃើញមិនខាន អត់ទេអត់មានទេមិនហើយឬមួយក៏ពូដឹងថាយីជឿនៅឯណាតោះពួកយើងប្រញាប់ទៅផ្ទះយីជឿនៅឯណា យីជីវត្រូវបានខ្ញុំទទួលទៅកន្លែងមួយសុវត្ថិភាពហើយ ពូចង់ធ្វើអី ខ្ញុំស្មានតែបានធ្វើជាជំនួយការរបស់ឈិនធានហ៊ឺមែនទែនក៏ពួកឯងលែងមើលឃើញត្រកូលលីក្នុងភ្នែកទៅហើយហាហាមានអីនិយាយត្រង់មកខ្ញុំទាមទារក៏មិនខ្ពស់ដែរ អា តាមពិតឲ្យតែអាចទាមទារពីក្រុមហ៊ុនសៀវធានបានច្រើនជាងនេះបន្តិចចំណែកនៃកិច្ចសហការខ្ញុំធានាថាពួកឯងនឹងបានជួបយីជីវភ្លាមមើលទៅពួកឯងនៅតែមិនចង់បានយីជីវវិញទេបានយកព្រមហើយឥឡូវអាចប្រាប់ខ្ញុំបានឬនៅតើយីជីវនៅឯណាឲ្យប្រកាសនេះឬអាកប្បកិរិយាដែលសុំអង្វរគេ ពូពួកយើងយល់ព្រមជាមួយពូហើយខ្ញុំចង់ឲ្យវាលុតជង្គង់អង្វរខ្ញុំបានខ្ញុំលុតពូខ្ញុំសុំអង្វរពូប្រាប់ខ្ញុំមកថាយីជឿនៅឯណាឲ្យប្រកាស ហាអំបញ្ញមិញពេលឯងជន់ខ្ញុំនៅក្រោមបាតជើងមានដែលគិតដល់ពេលនេះទេ ពូចៅស៊ុយគាត់លើកជង្គង់រួចហើយពូប្រញាប់ប្រាប់ខ្ញុំមកថាយីជឿនៅឯណាឲ្យប្រកាស ខ្ញុំមានអារម្មណ៍ថាវាមិនទាន់ចុះខ្ញុំទេ ណែឯងចង់ទៅណាមិនចង់បានយីជឿទេអី ខ្ញុំមើលទៅឯងមិនចង់រកកូនស្រីឯងទេដឹងចៅស៊ុយបងនៅចង់រកយីជឿទៀតឬអត់ ពួកគេតតែសោះមិនដឹងថាយីជឿនៅឯណាឲ្យប្រកាសទេលោកឈិនអំបញ្ញមិញបានទូរស័ព្ទមកបងប្រាប់ថាយីជឿត្រូវពួកគេចាប់ខ្លួនទៅពេលនេះបានទៅដល់ក្រុមហ៊ុនសៀវធានហើយអ្នកឯងក៏ហកខ្ញុំទេដឹងឯងចង់ធ្វើអីកុំប្រើហិង្សាណាឯងខ្ញុំប្រាប់ពួកលោកចាប់ពីពេលនេះទៅសៀវធានក្រុមហ៊ុននឹងមិនមានកិច្ចសហការណាមួយជាមួយត្រកូលលីពួកលោកទេប្រញាប់ប្រញ័រទៅណាមើលឲ្យច្បាស់ទីនេះគឺជាក្រុមហ៊ុនសៀវធានមិនមែនអ្នកណាក៏អាចចូលបាននោះទេ ពួកយើងមកជួបលោកប្រធានឆិនមានការប្រញាប់ អ្នកដែលមកទីនេះនរណាក៏ថាចង់ជួបលោកប្រធានឈិនដែរខ្ញុំមើលទៅមិនមែនរាល់រឿងសុទ្ធតែត្រូវរំខានគាត់ទើបអាចដោះស្រាយបាននោះទេអ្នកស្រីស្អាតទាំងពីរកុំប្រញាប់អីមានរឿងអីប្រាប់បងសឹងមក ចៅស៊ុយឯងនិយាយពាក្យមិនក៏បីចង់ឆ្លៀតឱកាសលើបងស្រីខ្ញុំអី ទីនេះគឺក្រុមហ៊ុនសៀវធានមិនមែនជាកន្លែងឲ្យឯងមករករឿងទេប្រធានផ្នែកទីផ្សារលីឈុន3ឆ្នាំមុនពីបុគ្គលិកតូចតាចម្នាក់របស់ក្រុមហ៊ុនឡើងជាប្រធានផ្នែកទីផ្សារខ្ញុំនិយាយមិនខុសទេដឹងឯងជាមនុស្សបែបណាលោកអាចទៅផ្នែកធនធានមនុស្សដើម្បីរៀបចំបែបបទឡាឈប់បានហើយនេះលោកប្រធានឈិនអាយ៉ាហាក្មេងនេះមើលចុះហាម៉ាក់ អរគុណលោកឈិន អរគុណលោកឈិន
ជីជីវថ្ងៃក្រោយត្រូវចាំឧស្សាហ៍មកលេងលោកតាផងដឹងទេចាឈៀងឈៀងម៉ាក់និងលោកយាយឯងពិតជាមិនដឹងសោះថាពួកឯងអាចធ្វើរឿងអាក្រក់ខូខើដល់ថ្នាក់នេះមានអីនិយាយត្រង់មកឈៀងឈៀងឯងមិនមែនមានទំនាក់ទំនងល្អជាមួយលោកប្រធានឆិនទេអីឯងជួយនិយាយរឿងសហការជាមួយលោកឆិនទៅមើលបើគ្មានការអីទេណែឯងនិយាយជាមួយម៉ាក់យ៉ាងម៉េចនឹងឯងនេះចង់បោះបល់ហើយមែនទេអ្នកប្រុសវ័យដើម្បីស្ត្រីមានប្តីម្នាក់ចាំបាច់ធ្វើឲ្យមានរឿងធំដុំដល់ថ្នាក់នេះទេអញ្ចឹងឯងចង់ឲ្យខ្ញុំធ្វើម៉េចនាងមិនមែនរៀបចំភ្ជាប់ពាក្យទេអីប៉ាខ្ញុំចង់រៀបការជាមួយត្រកូលវាងប៉ុន្តែក្រុមហ៊ុនលីអាចផ្ដល់ផលប្រយោជន៍ធំជាងត្រកូលវាងដូច្នេះខ្ញុំត្រូវតែមុនពេលភ្ជាប់ពាក្យយកត្រកូលលីមកពិចារណាជាមុនសិនអាចធ្វើអីទៀតពិតណាស់គឺត្រូវចាប់ផ្ដើមពីចំណុចខ្សោយបំផុតអាយ៉ាដល់មិនមានភ្នែកទេអីអ្នកស្រីគឺជាម្ដាយរបស់លីស៊ីងជៀនមែនទេខ្ញុំឈ្មោះវៃហាវឆឹងជាប្រធានក្រុមហ៊ុនហាវឆឹងគឺអ្នកប្រុសវ័យសោះមើលចុះខ្ញុំមើលមិនស្គាល់សោះអំបាញ់មិញខ្ញុំនិយាយធ្ងន់បន្តិចហើយសូមកុំប្រកាន់អីមិនអីទេថ្ងៃនេះខ្ញុំមកគឺចង់ឲ្យអ្នកស្រីជួយណែនាំលោកតាលីនៃត្រកូលលីបន្តិចញោមមិនកម្រើកទេអីអញ្ចឹងតោះទៅអេសូមអញ្ជើញមកតាមខ្ញុំមកខាងនេះម៉ាក់នេះគឺម៉ាក់នេះគឺអ្នកប្រុសវ័យមកពីក្រុមហ៊ុនហាវឆឹងសួស្ដីអ្នកប្រុសវ័យសួស្ដីថ្ងៃនេះខ្ញុំមកគឺចង់ជែករឿងសហការជាមួយត្រកូលលីយើងល្អសូមអញ្ជើញអង្គុយមិនដឹងថាអ្នកប្រុសវ័យចង់សហការយ៉ាងម៉េចទេមុនពេលនិយាយរឿងសហការខ្ញុំចង់លើកលក្ខខណ្ឌពីរចំណុចទី1ហាវឆឹងនិងសៀវធានអាចជ្រើសរើសបានតែមួយប៉ុណ្ណោះបើចង់សហការជាមួយក្រុមហ៊ុនហាវឆឹងយើងអញ្ចឹងត្រូវតែដកខ្លួនទាំងស្រុងពីក្រុមហ៊ុនសៀវធានទាំងអស់អាចបានប៉ុន្តែពួកយើងត្រូវការឲ្យលោកយល់ព្រមយ៉ាងហោចណាស់ក្នុងរយៈពេល3ឆ្នាំទទួលបានប្រាក់ចំណេញ100លានក្នុងមួយឆ្នាំហាហាហាគ្មានបញ្ហាទេរឿងតូចតាចទី2ខ្ញុំធ្លាប់ជួបកូនស្រីដ៏មានតម្លៃរបស់ត្រកូលអ្នកធ្លាប់បានជួបឈីងឈីងម្ដងតែធ្វើឲ្យខ្ញុំនឹកនាដល់នាងមិនភ្លេចសូមអ្នកទាំងអស់គ្នាជួយសម្រេចបំណងខ្ញុំផងបានទោះបីជាចៅស្រីខ្ញុំនាងរៀបការរួចហើយក៏ដោយខ្ញុំដឹងហើយដូច្នេះទើបចង់ពឹងអ្នកទាំងអស់គ្នាជួយសម្រេចបំណងខ្ញុំនេះបើចំណុចមួយនេះมันអាចសម្រេចតាមសំណូមពរខ្ញុំទេអញ្ចឹងចំណុចទី1ក៏គ្មានភាពចាំបាច់ត្រូវនិយាយបន្តទៀតដែរអេអ្នកប្រុសវ័យចាំបន្តិចខ្ញុំយល់ព្រមតាមសំណូមពរលោកចំណែកខាងឈីងខ្ញុំធានាខ្ញុំនឹងបញ្ជូននាងទៅភូមិគ្រឹះលោកឲ្យបានអញ្ចឹងសូមជូនពរតកូលលីនិងវ័យយើងទាំងពីរលើកែវអ្នកប្រុសវ័យអញ្ជើញទៅចុះម៉ាក់នេះគឺជាឱកាសដែលត្រកូលលីយើងនឹងងើបឡើងវិញហើយឈីងគឺជាស្ត្រីមានប្តីទៅហើយអ្នកប្រុសវ័យមើលឃើញនាងគឺជាសំណាងរបស់នាងហើយល្មមអាចជួយរួមចំណែកដល់ត្រកូលលីយើងផងកូនស្រីឯងក៏ជាស្ត្រីមានប្តីដែរបិចមិនឲ្យកូនស្រីឯងទៅណែឯងកូនស្រីខ្ញុំមិននឹងអាចប្រៀបជាមួយឈីងបានទៅតែឲ្យតែអ្នកប្រុសវ័យមើលឃើញកូនស្រីខ្ញុំនឹងបញ្ជូននាងទៅទីនោះភ្លាមបានហើយត្រកូលលីយើងទោះជាធ្លាក់ដុនដាបយ៉ាងណាក៏ដោយក៏មិនធ្លាក់ដល់ថ្នាក់លក់ចៅស្រីខ្លួនឯងដែរម៉ាក់និយាយអញ្ចឹងក៏ពិតមែនប៉ុន្តែអ្នកប្រុសវ័យនិងអ្នកប្រុសយន្តមួយណាក៏ខ្លាំងជាងចៅសុយដែរមែនទេខ្ញុំក៏មានន័យបែបនេះដែរបងស្រីបងស្គាល់វ័យហាវឆឹងទេធ្លាប់ជួបគ្នានៅតុផឹកស៊ីម្ដងមានរឿងអីខ្ញុំលួចស្ដាប់ពីលោកយាយពួកគេនិយាយជាមួយវ័យហាវឆឹងថាចង់បញ្ជូនបងទៅឲ្យវ័យហាវឆឹងស្អីគេម៉ាក់ឈៀងមិនក៏ឯងត្រឡប់មកវិញពួកអ្នកចង់បញ្ជូនខ្ញុំទៅឲ្យវ័យហាវឆឹងមែនទេឈៀងឯងរៀបការរួចហើយមិននឹងអាចរុញឯងទៅឲ្យប្រុសផ្សេងបានទៅប៉ុន្តែត្រកូលវ័យគឺជាសេដ្ឋីទី2នៅទីក្រុងលីនជាង
ឲ្យតែអាចនៅជាមួយអ្នកប្រុសវ័យរាល់ថ្ងៃក៏មិនបាច់ហត់នឿយបែបនេះដែរខ្ញុំរៀបការរួចហើយអ្នកប្រុសវ័យឬអ្នកប្រុសលីអីក៏គ្មានពាក់ព័ន្ធនឹងខ្ញុំដែរ ពួកអ្នកគ្មានសិទ្ធិមកបង្ខំខ្ញុំទេណែក្មេងស្រីម្នាក់នេះឯងនិយាយជាមួយចាស់ទុំយ៉ាងម៉េចហ្នឹងហ៊ាននិយាយជាមួយកូនស្រីខ្ញុំបែបនេះចង់ស្លាប់មែនទេខ្ញុំគ្រាន់តែចង់ឲ្យនាងនិយាយស្រួលបួលជាមួយលោកយាយប៉ុណ្ណោះពាក្យដែលគួរនិយាយខ្ញុំបានប្រាប់ពួកអ្នករួចហើយទន្សាយបើខឹងក៏ចេះខំមនុស្សដែរឯងជាមួយនឹងកម្លាំងក្រុមហ៊ុនស៊ីវធានបច្ចុប្បន្នរបស់ខ្ញុំទោះជាមួយក្រុមហ៊ុនហាវឈឹងយ៉ាងម៉េចដែរវិនិច្ឆ័យទាំងសងខាងនឹងមានការខាតបង់ប៉ុន្មានយ៉ាងហោចណាស់ 40% តែឲ្យតែការសម្រេចចិត្តរបស់ចៅហ្វាយច្បាស់លាស់ទោះបីជាខ្ញុំត្រូវលះបង់ក្រុមហ៊ុនស៊ីវធានទាំងមូលក៏មិនស្ទាក់ស្ទើរដែរលោកឈិនការខាតបង់ 40% សម្រាប់ពួកយើងគឺមានឥទ្ធិពលធំធេងណាស់និងរារាំងដល់ការអភិវឌ្ឍទៅមុខរបស់ក្រុមហ៊ុនស៊ីវធានបែបនេះចុះបានរឿងនេះពួកឯងថាយ៉ាងម៉េចមកដល់ហើយនេះមិនមែនជាអ្នកប្រុសវ័យទេអីយ៉ាងម៉េចមកយកលុយឲ្យខ្ញុំទៀតហើយអីចៅស៊ុយឯងកុំគិតថាឯងគឺជាជំនួយការរបស់ឈិនធានហឺខ្ញុំមិនហ៊ានប៉ះឯងខ្ញុំប្រាប់ឯងចុះឯងគួរតែឆាប់ចាក់ចេញពីឈីងទៅចុះបើខ្ញុំថាមិនបានចេញទៅធ្វើអីចៅស៊ុយសុំទោសលោកគឺលោកចៅស៊ុយមែនទេខ្ញុំគឺចៅស៊ុយលោកជាប់សង្ស័យពីបទវាយដំលោកវ័យហាវឈឹងសូមទៅជាមួយពួកយើងចេញទៅលេងខ្ញុំពួកលោកចង់ធ្វើអីអាឡូលោកឈិនចៅស៊ុយត្រូវប៉ូលីសចាប់ខ្លួនទៅហើយប្រធានវ័យខានជួបគ្នាយូរហើយលោកឈិនយាថាអ្នកដែលវីកូនប្រុសខ្ញុំគឺជាជំនួយការរបស់លោកត្រូវហើយចុះយ៉ាងម៉េចសង្ឃឹមថាប្រធានវ័យកុំប្រកាន់អីលោកមានន័យថាម៉េចលោកកុំភ្លេចណាក្រុមហ៊ុនស៊ីវធានរបស់លោកនិងត្រកូលវ័យរបស់យើងនៅមានកិច្ចសហការរកស៊ីជាមួយគ្នាទៀតណាអូមែនទេដើម្បីតែជំនួយការម្នាក់បែរជាមកកាត់ផ្ដាច់ទំនាក់ទំនងជាមួយត្រកូលវ័យរបស់យើងសោះគេបានវីកូនប្រុសខ្ញុំត្រូវតែដាក់ទោសគេឲ្យបានប្រធានវ័យថាមនុស្សម្នាក់មានទោសឬអត់មិនមែនលោកជាអ្នកសម្រេចទេប្រធានទូមិនក៏លោកមកទីនេះខ្ញុំមកជូនសៀវចៅចេញមកគេវីកូនប្រុសខ្ញុំរងរបួសមិនក៏ដោះលែងគេបែបនេះពួកយើងបានមើលកាមេរ៉ាសុវត្ថិភាពហើយគឺកូនប្រុសលោកជាអ្នកចាប់ផ្ដើមវីមុនចៅស៊ុយគ្រាន់តែការពារខ្លួនប៉ុណ្ណោះលោកប្រធានអនុវត្តច្បាប់ដោយយុត្តិធម៌ពិតជាគួរឲ្យគោរពណាស់អញ្ចឹងពួកយើងទៅមុនហើយអរគុណលោកឈិនប្រញាប់នាំចៅស៊ុយត្រឡប់ទៅផ្ទះវិញទៅឬមួយពួកយើងគួរតែចាក់ចេញពីទីក្រុងលីនជាងទៅពួកយើងក៏គ្មានផ្លូវជ្រើសរើសដែរមិនក៏ត្រូវចាក់ចេញត្រកូលវ័យពួកគេមានអំណាចនិងឥទ្ធិពលពួកយើងតតែសោះមិនអាចខ្ញុំមិនមែនប្រយុទ្ធតែម្នាក់ឯងទេនៅពីក្រោយខ្ញុំនៅមានភាពយុត្តិធម៌ក្រុមហ៊ុនហាវឈឹងនេះមានក្រុមហ៊ុនបុតសម្ព័ន្ធចំនួន3ក្នុងនោះ2ជាប់ពាក់ព័ន្ធនឹងការធ្វើបញ្ជីគណនេយ្យឲ្យคล้ายមួយទៀតក៏ធ្លាប់មានបញ្ហាសុវត្ថិភាពធ្ងន់ធ្ងរដែរប៉ុន្តែចុងក្រោយត្រូវត្រកូលវ័យប្រើលុយបិទបាំងរបស់ទាំងនេះរួមផ្សំជាមួយអ្នកគ្រប់គ្រងទីផ្សារភាគហ៊ុនដែលយើងរកបាន
គឺគ្រប់គ្រាន់ក្នុងការទម្លាក់តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនហៅឆឹងហើយដល់ពេលនោះពួកយើងនឹងវាយលុកម្ដងទៀតមិនត្រឹមតែមិនខាតបង់ទេថែមទាំងអាចពង្រីកភាពរឹងមាំម្ដងទៀតល្អអញ្ចឹងអនុវត្តតាមផែនការទៅត្រូវតែធ្វើឲ្យក្រុមហ៊ុនហៅឆឹងតម្លៃភាគហ៊ុនក្រុមហ៊ុនហៅឆឹងធ្លាក់ចុះមិនលើសពី 5% ទេហើយមានការលក់ចេញយ៉ាងច្រើនឥតឈប់ឈរបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលការពារ5នាទីហេតុអីតម្លៃភាគហ៊ុនចាប់ផ្ដើមធ្លាក់ចុះយ៉ាងនេះប៉ាខ្ញុំថាប៉ាកុំបារម្ភអីពួកយើងក្រុមហ៊ុនហៅឆឹងទើបតែទទួលបានគម្រោងនៅតំបន់ថ្មីកម្លាំងធំបែបនេះសម្រាប់ឲ្យបានល្អទៅគ្មាននរណាហ៊ានមកធ្វើបាបកូនចៅយើងទេសង្ឃឹមថាអញ្ចឹងចុះទោះបីជាថ្មីនេះឯងស្និទ្ធស្នាលជាមួយត្រកូលលីក៏ដោយត្រកូលលីបានបញ្ចប់កិច្ចសហការជាមួយក្រុមហ៊ុនស៊ីវធានហើយថ្ងៃក្រោយត្រកូលលីនិងត្រកូលវាងយើងនៅជុំគ្នាត្រឹមក្រុមហ៊ុនស៊ីវធានមួយសោះបញ្ចប់កិច្ចសហការទៅតើឯងលួចមានទំនាក់ទំនងអីធ្វើការដោះដូរអីជាមួយត្រកូលលីមែនទេប៉ាខ្ញុំធ្វើបែបនេះក៏ដើម្បីទប់ទល់នឹងក្រុមហ៊ុនស៊ីវធានដែរតើពេលវេលាមិនទាន់ដល់ទេឯងកុំទាន់អើវីស្មៅបង្អើលពោះឲ្យសោះប្រធានវ័យមិនស្រួលទេក្រុមហ៊ុនមានរឿងហើយកាន់នេះចំនួន20របស់ហៅឆឹងត្រូវគេលុបចោលហើយក្នុងនោះពួកគេបានវាយបកចំនួន2ដងសុទ្ធតែត្រូវអ្នកគ្រប់គ្រងភាគហ៊ុនរបស់យើងវាយទម្លាក់វិញហើយក៏ខ្ញុំនៅបានឃើញរឿងគួរឲ្យចាប់អារម្មណ៍មួយទៀតតើនរណាកំពុងតែតម្រង់គោលដៅមកលើក្រុមហ៊ុនហៅឆឹងយើងក៏ប្រជុំក្រុមប្រឹក្សាភិបាលជាបន្ទាន់ដោះស្រាយផ្ទៃក្នុងសិនបន្ទាប់មកទើបស៊ើបអង្កេតខាងក្រៅត្រូវតែរកឲ្យឃើញថានរណាកំពុងតែរករឿងក្រុមហ៊ុនហៅឆឹងយើងពួកគេកំពុងរងចាំនៅបន្ទប់ប្រជុំហើយថែមទាំងនិយាយថាហើយថាអីហើយម្ចាស់ភាគហ៊ុនទាំងនេះចង់យកភាគហ៊ុនទាំងអស់នៅក្នុងដៃលក់ចេញទៅទីផ្សារភាគហ៊ុនទី2លើកនេះធ្លាក់ថ្លៃគឺគ្មានផ្លូវទប់ទល់ទេនិយាយមកពួកលោកជាបុគ្គលិកចាស់ទុំពេលនេះខ្ញុំកំពុងតែភ្ជាប់សាច់ញាតិជាមួយត្រកូលវាងកំពុងតែចាប់ផ្ដើមគម្រោងដ៏ធំបំផុតរបស់ក្រុមហ៊ុនយើងពួកលោកត្រូវចាំណាហ៊ានក្បត់ក្រុមហ៊ុនហៅឆឹងយើងនៅពេលនេះពួកយើងមានទុក្ខលំបាកដែលមិនអាចនិយាយបានប្រធានវ័យកូនប្រុសលោកបានទៅរករឿងកំឡោះម្នាក់ឈ្មោះចៅសុយពួកយើងដកខ្លួនចេញក៏ព្រោះតែគ្មានជំរឿដែរនិយាយមកតើចៅសុយបានគំរាមពួកលោកមែនទេគេទៅគំរាមធ្វើអីគ្រាន់តែត្រកូលវ័យរបស់លោកចិត្តវិនិច្ឆ័យហើយពួកយើងមិនចង់សេជាមួយលោកទេពូវាងទៅណាបងស្រីវាងថ្ងៃត្រង់ញ៉ាំបាយជាមួយគ្នាទេប៉ាពួកគេកើតអីទាំងអស់គ្នានឹងហឹមប៉ាវាយខ្ញុំធ្វើអីតើឯងទៅរករឿងចៅសុយទៀតហើយមែនទេចៅសុយមិនមែនគ្រាន់តែជាជំនួយការរបស់ឈិនធានហ៊ឺទេអីខ្ញុំរករឿងវាចុះយ៉ាងម៉េចហឹមឯងគិតថាបើវាគ្រាន់តែជាជំនួយការធម្មតាម្នាក់វាអាចទៅចូលរួមកម្មវិធីជប់លៀងកម្រិតនោះបានអីពេលនេះឯងប្រញាប់ទៅណាត់ចៅសុយចេញមកភ្លាមខ្ញុំពិតជាគិតថាវ៉ាវចៅសុយនេះពិតជាមិនអោយតម្លៃសោះនេះ8ដងហើយវានៅតែមិនមកទៀតអូតាមពិតមិនដូចគ្នាទេតាចៅសុយទៅអញ្ចេះទៅចុះខ្ញុំមើលថាឯងនិងកូនប្រុសខ្ញុំមានចំនួនបន្តិចបន្តួចជាដំបូងខ្ញុំសុំទោសឯងជំនួសកូនខ្ញុំពួកឯងនៅក្មេងឈាមរាវដូច្នេះខ្ញុំសង្ឃឹមថាពួកក្មេងឯងអាចចាប់ដៃគ្នាបញ្ចប់ចំនួនញឹមបន្តិចទៅញឹមមួយលុបបំបត្តិគំនុំកូនប្រុសលោកមករករឿងខ្ញុំមុនរួចមកប្រមាថប្រពន្ធខ្ញុំពីក្រោយទៀតមិនដឹងថាអ្នកធ្វើជាឪពុកដូចជាលោកអប់រំកូនយ៉ាងម៉េចទេចៅសុយឯងជាស្អីហ៊ាននិយាយជាមួយប៉ាខ្ញុំបែបនេះជាស្អីអញ្ចឹងអីលោកគួរតែមើលជាមុនសិនទៅឃ
ខ្លួនឯងជាស្អីឲ្យប្រាកដធ្វើអីជារឿងពិតមែនឯងមិនមែនជាកូនបង្កើតខ្ញុំទេគឺខ្ញុំយកមកពីមណ្ឌលកុមារកំព្រាប្រធានវ័យពេលនេះនៅចង់បន្តការពារកូនចិញ្ចឹមដែលហ៊ានប្រមាថប្រពន្ធអ្នកដទៃនេះទៀតទេក្នុងនាមជាអ្នកចិញ្ចឹមហៅឈឹងមកអញ្ចឹងខ្ញុំគួរតែទទួលខុសត្រូវលើគេចៅស៊ុយឯងកុំគិតថាឲ្យតែមានឈិនធានហ៊ឺជួយកាំងពីក្រោយខ្នងគឺគ្មានអ្នកណាធ្វើអីឯងបាននោះបើឯងមិនដឹងកំហុសទេនេះគឺជាលិខិតបញ្ជាក់ការផ្ទេរភាគហ៊ុនម្ចាស់ភាគហ៊ុនក្រុមហ៊ុនលោកបានផ្ទេរភាគហ៊ុនមកឲ្យខ្ញុំអស់ហើយបូករួមទាំងភាគហ៊ុនដែលប្រមូលបានពីទីផ្សារភាគហ៊ុនទី2ទៀតក្រុមហ៊ុនស៊ីវធានរបស់ខ្ញុំក្តោបក្តាប់ភាគហ៊ុនហៅឈឹង 46% ខ្ពស់ជាងភាគហ៊ុនរបស់លោកដែលមានត្រឹមតែ 42% ចាប់ពីថ្ងៃនេះទៅខ្ញុំចូលគ្រប់គ្រងក្រុមហ៊ុនហៅឈឹងជាផ្លូវការឈិនធានហ៊ឺលោកនេះគឺជាភស្តុតាងដែលបញ្ជាក់ថាក្រុមហ៊ុនលោកជាប់ពាក់ព័ន្ធនឹងការលាក់បាំងបញ្ហាសុវត្ថិភាពធ្ងន់ធ្ងរនិងបញ្ហាកិច្ចវេះច្បាប់ទណ្ឌកម្មតើឲ្យពួកយើងប្រកល់ទៅប៉ូលីសឬក៏លោកទៅសារភាពខ្លួនឯងទីបំផុតក៏បានបញ្ចប់ហើយអ្នកចៅហ្វាយក្រុមហ៊ុនស៊ីវធានមានរឿងហើយស្អីគេ